បើចង់ធ្វើនយោបាយយូរអង្វែងឬចង់មានស្ថិរភាពកេរ្តិ៍ឈ្មោះកណ្ដាលសមុទ្រយូរអង្វែងសូមកុំពាក់ព័ន្ធជាមួយនឹងលុយកាក់សូមតាប្រាប់ច្រើនគ្នាណាបងប្អូនណាព្រំមនីរាជហើយមិនដែលមាននរណាផ្ញើលុយទៅស្រុកខ្មែរតាមសូនតារាឡើយទៅជួយអ្នកនេះជួយអ្នកនោះហ្នឹងខ្ញុំមិនដែលលវីលវល់ជាមួយនឹងលុយនរណាទាំងអស់ទី1ហេតុអីបងប្អូនលុយតែនេះយើងគ្រឿងខ្លាំងទី1និយាយពីលុយគឺជាអ្នកដែលធ្វើឲ្យយើងខ្ពស់មុខមានកិត្តិយសហើយលុយយើងគឺជាអ្នកធ្វើឲ្យយើងថោកទាបបំផុតអានឹងវាជាអាវុធមុខពីរណាអញ្ចឹងយើងត្រូវប្រយ័ត្នជាពិសេសសម្រាប់កូនសិស្សសូនតារាដែលខ្ញុំប្រាប់ចឹងម្យ៉ាងផានអ្នកណាដែលចង់ធ្វើនយោបាយយូរអង្វែងចូលកុំសូវពាក់ព័ន្ធជាមួយនឹងលុយកាក់ជំនួយឬក៏មូលនិធិខ្ញុំនិយាយជាសាធារណៈចេះបើយើងចង់ជួយលក្ខណៈវ៉ាន់គឺគ្នាយើង5នាក់10នាក់ពួកម៉ាក់មិត្តភ័ក្ដិហ្នឹងយើងទូរស័ព្ទរកគ្នាទៅផ្ញើសាររកគ្នាទៅខ្ញុំចង់ផ្ញើលុយទៅអ្នកនេះប៉ុណ្ណាតើឯងប្រមាណនេះចឹងទៅគ្នាយើង10នាក់ចឹងទៅខ្លះមានគ្នាតិច5នាក់តែ5នាក់ចឹងទៅហើយយើងក៏ប្រមូលអាលុយហ្នឹងមកបានប្រមាណហ្នឹងក៏យកផ្ញើទៅមែនទេជៀសឲ្យផុតអំពីមូលនិធិសប្បុរសជនមិនដឹងជាលុយទៅរត់ទៅឯណាបងប្អូនណាអ្នកណាលេងជាមួយលុយអ្នកនោះបាបហើយបងប្អូនអ្នកណាលេងជាមួយលុយនោះបាបហើយអញ្ចឹងបានជាខ្ញុំឲ្យតែអ្នកណាដែលជាកូនសិស្សសូនតារាធីណាជឿងគឺខ្ញុំតែងតែផ្ដាំសារទៅនឹងលុយធ្វើឲ្យយើងខ្ពង់ខ្ពស់លុយធ្វើឲ្យយើងថោកទាបជាទីបំផុតបើយើងចង់ធ្វើមែនទេចិត្តសប្បុរសយើងប្រើលុយខ្លួនយើងបើយើងមានច្រើនយើងម្នាក់ឯងក៏បានដែរបើយើងចង់ឲ្យពួកម៉ាក់ចូលរួមហៅគ្នាទៅគេចូលប្រមាណក៏ចូលទៅមែនទេ5នាក់10នាក់ហ្នឹងប្រមាណក៏បានដែរជាយើងការបង្កើតប្រព័ន្ធណាបងប្អូនឲ្យកាលណាតែមានអាប្រព័ន្ធមូលនិធិប្រព័ន្ធប្រមូលលុយទីណាមានលុយទីណាមានមូលនិធិទីនោះមានការឆ្លោះបែកបាក់គ្នាទោះជាស្រឡាញ់គ្នាយ៉ាងណាក៏ដោយពេលក្រុមមួយមានគ្នា20-30នាក់ស្រឡាញ់គ្នាមិនក៏ដោយឲ្យតែមានមូលនិធិឲ្យតែមានរឿងលុយចូលមកវឹបឆ្លោះគ្នាវឹបសូនតារាគ្រប់កូនសិស្សអីទៅខ្ញុំផ្ដាំតែអញ្ចឹងទាំងអស់មែនទេមួយឥឡូវខ្ញុំនិយាយអានឹងខ្ញុំនិយាយតាមបែបវិទ្យាសាស្ត្រណានៅក្នុងសង្គមជាក់ស្ដែងហេតុអីបើយើងមានប្រព័ន្ធត្រឹមត្រូវអត់អីទេរឿងលុយនេះប្រយ័ត្នណាស់បងប្អូនបើយើងមានប្រព័ន្ធត្រឹមត្រូវបើខ្ញុំនិយាយអំពីទស្សនវិជ្ជាទូទៅនៅអាមេរិកនៅបារាំងអ្នកគ្រឿងខ្លែងមួយនិយាយរៀងវែងបន្តិចអ្នកខ្លះបើកភោជនីយដ្ឋានឬក៏បើកហាងគាត់រកស៊ីមែនទេគាត់រកលុយបានច្រើនមែនទៅស្រុកខ្មែររកលុយដល់លេងទៅស្រុកខ្មែរស្រាប់តែថ្ងៃមួយពួកកយវាឆ្មក់ចូលមកចាប់ឯកសារពឹបអូរឹបអូហាងផ្ទះសំបែងឡានសងទៅរត់វិញណាខ្លួនឯងសូម្បីទៅស្រុកខ្មែរលេងហើយកុំថាឲ្យបាតដៃទៅទៀតអស់ទាំងបាតដៃទៅទៀតអាហ្នឹងគេហៅលេងជាមួយលុយបងប្អូនលេងជាមួយលុយទៅប្រយ័ត្នបន្តិចវាមានអាហេងអានឹងមានអាសយមួយមែនទេជាច័ន្ទម៉ូនីកាមួយអានេះខ្ញុំនិយាយពីសង្គមជាក់ស្ដែងខ្ញុំនិយាយអំពីតាមផ្លូវធម៌តាមផ្លូវសាសនាវិញបងប្អូនចុះគេសួរថាលោកគ្រូលៀងអេងទៀតចុះមហាសេដ្ឋីមានលុយរាប់កោតរាប់ពាន់លានដុល្លារជឿអានឹងមហន្តរាយដែរទេព្រះពុទ្ធទ្រង់សម្ដែងថាសួងជៀនលុយទ្រព្យសម្បត្តិបានមកដោយធម៌អ្វីទៅបានមកដោយធម៌បានមកដោយធម៌មានន័យថាបានមកដោយមិនលួចនៅក្នុងពុទ្ធសាសនាមានសិល5ហ្នឹងគឺគេហៅថាស្អីអត្តនីទីនីអញ្ចឹងទៅហាមលួចហាមសម្លាប់លុយគឺបានមកអំពីការមិនលួច
anh nâng cứ chỉ lui để bàn một đời thỏa tôi chỉ dương ban đọc liên cả đôi mà rồi liên cả đôi mà quan liên cả đôi cứ ban một đôi mình lui chứ chi sống mặt tập hiệp ban một đời thỏa cứ ban một đôi mình lui ban một đời chi vật cam ban một đời caroxyខ្ញុំធ្លាប់និយាយលេងជាមួយអ្នកដែលស្រុកអាមេរិកកាលខ្ញុំទៅអាមេរិកនេះខ្ញុំធ្លាប់និយាយរឿងលុយដែលបានមកដោយធွာដែលបានមកដោយលួចនៅគាត់ឯកភាពប៉ុន្តែមានបងប្អូនខ្លះដែលខ្ញុំជិះឡានជាមួយគាត់ឆ្ងាយគាត់បើកឡានជូនខ្ញុំប្រហែលជា5 6ម៉ោងជជែកគ្នាលេងហើយគាត់ថាលោកគ្រូដឹកលោកគ្រូ5ម៉ោងនេះមិនចង់ឲ្យដល់ទេប៉ុន្តែភាគច្រើនខ្ញុំដេកទេដេកខ្ញុំដេកថាណានិយាយដើមគ្នាខ្ញុំដេកបាត់ដេកលក់បាត់ខ្ញុំដឹងគាត់ថាខ្ញុំដេកលក់បាត់ទៅខ្ញុំខ្ជិលនិយាយជាមួយអត់ប្រយោជន៍អត់កើនបញ្ញាប៉ុន្តែណានិយាយអំពីផ្នែកកំណត់និយាយអំពីប្រយោជន៍អីឃើញទេសួរយោបល់លោកគ្រូឆ្លើយខ្ញុំឆ្លើយទៅគាត់ថាខ្លះគាត់ថាដឹកលោកគ្រូចង់ដឹកទៅវិញចង់ស្ដាប់ខ្ញុំនិយាយក្នុងឡានណាគាត់សួរថាខ្ញុំនិយាយរឿងថាលុយធ្វើឲ្យយើងខ្ពង់ខ្ពស់ហើយធ្វើឲ្យយើងថោកទាបចូលបើយើងធ្វើមូលនិធិចូលមានប្រព័ន្ធតម្លាភាពច្បាស់បើអត់ទេមិត្តភ័ក្តិបងប្អូនលុយទៅដល់ទីណាឆ្លោះគ្នាបែកបាក់គ្នាខ្ទេចទៅដល់ទីហ្នឹងហើយបើអ្នកនយោបាយតែហ៊ានប៉ះពាល់រឿងលុយណាគឺអត់យូរអង្វែងទេជឿសូនរាបងប្អូនណាអ្នកណាជឿសូនរាគឺសិតតាបានប៉ុនណាចិនលៀនមានប៉ុនណានេះពួកខ្ញុំសំដែងល្អទៅដល់បងប្អូនចុះគាត់ថាជនអ្នកមាននោះលោកគ្រូអានឹងបាបដែរទេអ្នកមានគឺក្នុងខ្ញុំនិយាយពីសាសនាព្រះពុទ្ធគឺលុយបានមកដោយធម៌អ្វីដែលបានមកដោយធម៌បានមកដោយសុចរិតមិនលួចបានមកដោយមិនលួចទោះជាអ្នកឯងរកស៊ីបានរាប់ពាន់រាប់ម៉ឺនរាប់លានក៏ដោយយើងមិនលួចគេណាអានឹងគឺជាបុណ្យរបស់យើងទៅវិញអានេះចុះគាត់សួរថាមានបងប្រុសម្នាក់គាត់ជំរិតឈ្មោះគាត់ទៅខ្ញុំទៅអាមេរិកជួបបងប្អូនច្រើនជាងប៉ុន្តែខ្ញុំចាំអាសន្នពនាហ្នឹងនេះគាត់សួរថាលោកគ្រូចុះបើសិនជាគេទិញផ្លែឈើ1គីឡូណែ300 1គីឡូ1000ស្រាប់តែយកទៅលក់1គីឡូ100000គាត់និយាយខ្ញុំចាំច្បាស់1000មិនមែន10000គាត់ថាចុះបើគេយកផ្លែគេទិញផ្លែឈើ1គីឡូ1000ហើយគេយកទៅលក់1គីឡូ100000ប្រាច់លោកប្រាច់តើអ្នកនឹងលួចដែរឬទេខ្ញុំថាបើអ្នកទិញឯកភាពគឺអត់លួចទេមិនចឹងលោកគ្រូលួចមានន័យថាឯកភាពអ្នកយើងដឹងថាអានឹងគេកោមែនទេយើងតែគេលក់គេទិញ1គីឡូ1000គេយកទៅលក់1គីឡូ10000កន្លែងនោះលក់10000កន្លែងនោះលក់100000បើយើងសង្ស័យយើងដឹងថាអានឹងវាគឺជាការបោកប្រាស់មិនបោកប្រាស់ទេលក់គឺជាការឯកភាពណាបងប្អូនគេលក់100000មានន័យថាវាថ្លៃវាកោយើងកុំទិញវាខុសតម្លៃយើងស្រាវជ្រាវទៅថាអូតាមពិតអានឹងមកទិញ1គីឡូ1000ណាគេលក់តាម1គីឡូ5000ណាយើងទៅទិញកន្លែងណា5000ទៅយើងទិញកន្លែងណា5000ណាចុះយើងមិនដឹងហើយយើងមិនដឹងហ្នឹងណាបងប្អូនគឺពេលណាដែលយើងដឹងហើយយើងប្រៀបធៀបយើងអាចទៅប្តឹងបានឧទាហរណ៍ថាទៅប្តឹងអូខេមិនទៅចាត់វិធានការណាគ្រាន់តែថាកន្លែងហ្នឹងវាខូចគេឈ្មោះវាត្រូវបានគេស៊ើបអង្កេតវាត្រូវបានបិទទ្វារឧទាហរណ៍ថាបើកលក់ហ្នឹងបានតែលក់បានម្ដងគេដឹងចឹងទៅគេឈប់ទៅស្អែកឡើងពីមុនមានភ្ញៀវចូលឥឡូវរកតែភ្ញៀវម្នាក់ចូលមិនបានដូចស្អែកវាលក់1គីឡូ100000ប៉ុន្តែសួរថាអ្នកហ្នឹងលួចទេអត់លួចទេដោយសារឯកភាពគេសួរ1គីឡូប៉ុន្មាន100000យើងទិញមួយទៀតខ្ញុំអានេះខ្ញុំនិយាយច្បាស់រឿងដែលខ្ញុំនិយាយលេងជាមួយគាត់មួយទៀតគេចាត់ទុកជាលួចបើមានករណី3ឧទាហរណ៍ករណីនេះអត់ប្រាប់ថាផ្លែឈើនឹង1គីឡូប្រហែលទេយើងញ៉ាំសិនណាយើងញ៉ាំសិនយើងអត់ដឹងថាផ្លែឈើ1គីឡូប្រហែលយើងអង្គុយមកយើងហៅផ្លែឈើមួយចានមកហៅមួយចានណាផ្លែឈើហ្នឹងវាមួយចានហ្នឹងវាតែ100000វាតែ10000ទេប៉ុន្តែតែយើងគិតលុយទៅយើងគិត100000យើងគិត100000ដោយអត់ឯកភាពគ្នាមុនអត់បាននិយាយគ្នាមុនអ្នកលក់ដាក់តម្លៃស្រេចតែចិត្តលួចអាហ្នឹងស្មើនឹងបាបស្មើនឹងខុសច្បាប់លួច
នេះទី1ករណីទី1ករណីទី2ឧទាហរណ៍ថាក្នុងបញ្ជីមុខម្ហូបក្នុងបញ្ជីមុខម្ហូបនឹងគេដាក់ថាម្ហូបមួយចាន 20000 30000 40000 50000យើងឃើញអាបញ្ជីមុខម្ហូបហ្នឹងណាហើយយើងហូបអាបញ្ជីមុខម្ហូបហ្នឹងដូចគ្នាបញ្ជីមុខម្ហូបដូចគ្នាស្រាប់តែគិតលុយអាបញ្ជីហ្នឹងវាផ្សេងបញ្ជីហ្នឹងគាត់ថាអានោះដាក់ 20000 នេះអានោះវាឡើង 22000 នេះសារអានោះវាមានទឹកនៅក្នុងហ្នឹងដោយសារវាមានថ្លៃស្លាបព្រាដោយសារវាមានថ្លៃកាទេលពួកហ្នឹងវាអត់បាននិយាយដោយសារវាគិតថ្លៃក្រែពីព្រោះវាអត់បានប្រាស់បងប្អូនណាអាហ្នឹងលួចខុសច្បាប់ប៉ុណ្ណឹងបានលួចណាបើសិនជាទៅហ្នឹងយើងចូលទៅអង្គុយយើងឃើញមនុស្សយើងឃើញបញ្ជីម្ហូបហ្នឹង 20000 30000 40000 50000យើងហូបអស់ 50000 គិតទៅ 50000យើងឲ្យលុយធីបអាហ្នឹងជាការស្ម័គ្រចិត្តឬក៏នៅសហរដ្ឋអាមេរិកកន្លែងខ្លះគេដាក់ធីបប្រមាណភាគរយយើងត្រូវបង់ឲ្យប៉ុណ្ណឹងអត់លួចទេអាហ្នឹងគេប្រាប់ទៅធីប 20% ធីប 15% គេប្រាប់ 15% អាហ្នឹងករណីទី2ករណីទី2ដូចថាមុខម្ហូបដែលយើងកំងទៅវាអស់ 50000 ប៉ុន្តែស្រាប់តែចេញមកវាកោគេគិតថ្លៃស្លាបព្រាគេគិតថ្លៃសេវាកម្មគេគិតថ្លៃចក្រានគេគិតថ្លៃកាទេលផ្សេងគេគិតថ្លៃក្រែផ្សេងអានឹងលួចអានឹងលួចករណីទី2ករណីទី3ឧទាហរណ៍ថាគេឲ្យលុយតំណែងនឹងអស់ប្រមាណ 10000យើងឲ្យលុយទៅ 8000យើងឲ្យលុយអស់នៅ 8000យើងឲ្យលុយទៅ 10000អាប់ឲ្យគេខ្វះដោយចេតនាលួចបន្លំអាប់ឬក៏ប្រកបអាលុយដាច់លុយចាយកើតប្រកបអាលុយកដាស់លុយចាយមិនកាត់លុយអីហ្នឹងអាហ្នឹងលួចដែរមួយទៀតឧទាហរណ៍ថាយើងអស់ប្រមាណអស់ថ្លៃទេ8000នេះយើងឲ្យគេដាក់ 10000ហើយគេអាប់មកយើងវិញលុយខ្លែងខ្លាយអាហ្នឹងលួចមែនទេអញ្ចឹងអាហ្នឹងខ្ញុំធ្លាប់និយាយឲ្យគាត់ឯកភាពគាត់ថាផ្លូវច្បាប់ចឹងមែនបងណាដាងខាផ្លូវច្បាប់គឺអញ្ចឹងមែនបើកាលណាយើងឃើញតំណែងហ្នឹង1គីឡូ 20000អាហ្នឹងនៅផ្ទះយើងតែ2000តើហើយដូចនៅឥឡូវនៅស្រុកបារាំងស្វាយមួយខ្ញុំទិញស្វាយមួយ$7 $7 ស្វាយដាក់មកពីប្រទេសកម្ពុជាអាឡាថ្មគោលមកប្រទេសកម្ពុជាស្វាយនឹង1-200តើបងប្អូនហើយចុះមិនខ្ញុំថាបារាំងលួចមិនកើតបើខ្ញុំឃើញ$7វាដាក់ផ្លាកចេះមកខ្ញុំមិនទិញអត់ទៅអញ្ចឹងករណីលួចណាបងប្អូនណាអានឹងគេហៅថាបានមកដោយមិនធម៌ឥឡូវខ្ញុំនិយាយរឿងពុទ្ធសាសនាអានឹងដូចគេហៅថាបានមកដោយធម៌របស់កូននេះសាមូអែលវ៉ានដែលបានមកដោយមិនឯកភាពអានឹងលួចដោយម្ចាស់គេមិនប្រគល់អានឹងលួចសូម្បីតែប្រសង់តាមខ្ញុំចាំណាបងណាប្រសង់ណាបើរបស់នឹងអត់កម្រើកឬយើងអត់ប៉ះយកអត់បានទេណាតែខ្ញុំនិយាយដូចពិតឯងបើក្នុងនេះមានអ្នកណាចេះធរឬក៏មានបដិជគុណនៅកំពុងតែមើលខ្ញុំកណាតតខ្ញុំកណានឹងជួយប្រាប់របស់អត់កម្រើកមានន័យថាអត់មានចលនាទេតែនៅលើតុផ្លែប៉ោមខ្ញុំនៅក្រោយនៅលើតុយើងចង់ប្រគេនលោកយើងយកទៅដាក់ឲ្យលោកនៅសឹងលោកនៅគង់នៅមុខហ្នឹងលោកយកបានទេណាបងតើតែយើងប៉ះលោកប៉ះដែរមានន័យថាប៉ះហ្នឹងស្មើនឹងឲ្យមែនទេឬក៏ធ្វើរបស់ហ្នឹងរំកិលធ្វើរបស់ហ្នឹងកម្រើកបើរបស់អត់កម្រើកនៅមួយកន្លែងអាហ្នឹងអត់មានកម្មសិទ្ធិទេនៅនេះអត់មានកម្មសិទ្ធិទេអញ្ចឹងខ្ញុំកន្លែងនេះណាខ្ញុំគាត់ទៅសរុបមកវិញនិយាយឲ្យរៀងវែងបន្តិចដោយសារតែប្រធានបទនៅគ្រឿងខ្លែងនេះមួយនេះគឺលុយជាប្រភពដែលធ្វើឲ្យយើងខ្ពស់មុខហើយជាប្រភពដែលធ្វើយើងខ្លាយជាមនុស្សថោកទាបជាទីបំផុតកុំលេងសើចជាមួយលុយឲ្យសោះបើជាអ្នកនយោបាយជៀសឲ្យឆ្ងាយអំពីមូលនិធិមែនទេមូលនិធិគឺជាប្រភពនៃការចំនួនបែកបាត់គ្នាលុយជាប្រភពនៃបញ្ហាអ្វីទាំងអស់សុខាកងមួយលុយគេហៅថាលួចតើតែវាបានមកដោយធម៌ទោះជាយើងមានរាប់ពាន់រាប់លានដុល្លារក៏ដោយប៉ុន្តែបើយើងបានមកដោយការបន្លំគ្រប់រូបភាពដូចខ្ញុំនិយាយមិនស្គាល់ការបន្លំណានេះនិយាយស្វាយមួយចានគិត100000មួយចាន100000ដូចនៅស្រុកខ្មែរមានកន្លែងខ្លះលេងស្វាយមួយចានមាន់មួយគិតលុយលេងអស់20000អាហ្នឹងប្តឹងប៉ូលីសបានណាប្តឹងប៉ូលីសបានព្រោះវាអត់មានតារាងវាអត់មានការឯកភាពហើយអ្នកទិញហ្នឹងអត់រំពឹងថាអញ្ចឹងបានដឹងតែគ្នាមិនដឹងអីអាហ្នឹងលួចប៉ុន្តែបើយើងឃើញថាស្វាយមួយចានហ្នឹងគេដាក់ក្នុងតារាងហ្នឹងគេដាក់ថាមួយចាន50000
យើងទិញហើយគឺ50000ហ្នឹងអត់មានលួចទេទោះជាអាស្វាយហ្នឹងយកមក1 200 1 1000ក៏ដោយ1 500ក៏ដោយឲ្យតែយើងឯកភាពអញ្ចឹងហើយបានជាបងប្អូនសរុបសេចក្តីមករឿងលុយណាប្រយ័ត្នជាប្រភពនៃអំពើថោកទាបប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនបារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតប្រធានបទទី1ប្រតិក្រឡាកូនខ្មែរពិតកាលពីម្សិលមិញសុខកៃលរិទ្ធឥឡូវយើងអាប់ដេតព័ត៌មានប្រធានាធិបតីកូរ៉េខាងត្បូងបានកោះហៅទូតខ្មែរណានៅប្រទេសកូរ៉េចាត់វិធានការហើយបានហៅប្រទេសកម្ពុជាថាជាក្រុងឧក្រិដ្ឋកម្មនេះបើយោងតាម AFP ម្សិលមិញខ្ញុំបាននិយាយធ្ងន់ច្រើនស៊ីជម្រៅទៅលើឧក្រិដ្ឋកម្មនឹងហើយប៉ុន្តែថ្ងៃនេះខ្ញុំលើកយកមកនិយាយម្ដងទៀតពីព្រោះមានចំណុច2 3ដែលគួរតែនិយាយឲ្យបន្ថែមផ្កាព្រៃទី1បងប្អូននៅក្នុងភូមិសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីកូរ៉េខាងត្បូងដែលបណ្ដាញពេញប្រទេសកូរ៉េនិងជុំវិញពិភពលោកបានផ្សព្វផ្សាយដែរនោះគឺសកម្មភាពថ្មីទី1ហៅទូតខ្មែរទៅកំណត់ទូតគឺមានន័យថាចាត់វិធានការទូតដែលបណ្ដាលឲ្យជនជាតិកូរ៉េជាផ្សេងនិស្សិតដែលមកទស្សនកិច្ចនៅមកកំសាន្តនៅប្រទេសកម្ពុជាទទួលរងការចាប់ចម្រិតហើយខ្ញុំមិនដឹងថាតើទូតខ្មែរនៅប្រទេសកូរ៉េបកស្រាយយ៉ាងដូចម្ដេចតែទោះយ៉ាងណាក៏ដោយប្រហែលជាទូតខ្មែរនៅប្រទេសកូរ៉េអត់មានអីបកស្រាយក្រៅតែពីថាឥឡូវរដ្ឋាភិបាលកំពុងតែដុតដៃដុតជើងហើយចាប់បានជនសង្ស័យហើយចាប់មនុស្សវងប់បានហើយនៅក្នុងរបាយការណ៍របស់ប្រធានាធិបតីកូរ៉េថាមិនមែនមានតែម្នាក់ទេគ្រាន់តែម្នាក់នឹងវាស្លាប់មានជនជាតិកូរ៉េជាច្រើនរងគ្រោះដោយសារតែអំពើឧក្រិដ្ឋកម្មឆោបោកចាក់ចម្រិតនៅក្នុងប្រទេសកម្ពុជាមួយទៀតចំណុចថ្មីហ្នឹងចំណុចថ្មីទី2គឺកូរ៉េដែលខ្ញុំលើកឡើងមកថាចាត់វិធានការទូតឬក៏បានហៅប្រទេសកម្ពុជាវងចាប់ថាជាក្រុងឧក្រិដ្ឋកម្មហ្នឹងបញ្ជាក់អំពីទឹកចិត្តរបស់ប្រធានាធិបតីកូរ៉េឬក៏បញ្ជាក់អំពីទឹកចិត្តរបស់មេដឹកនាំដែលគេខ្វល់ខ្វាយអំពីជនជាតិឬក៏ពលរដ្ឋរបស់គេខ្ញុំធ្លាប់និយាយញឹកច្រើនដងដូចជាករណីនៅឥណ្ឌូនេស៊ីជនជាតិអូស្ត្រាលីត្រូវអាជ្ញាធរឥណ្ឌូនេស៊ីចាប់កាត់ទោសអំពីគ្រឿងញៀនអូស្ត្រាលីបានខិតខំធ្វើកិច្ចការទូតខ្លាំងណាស់កណ្ដាលសមុទ្រដើម្បីទៅសុំយកជនជាតិយកសញ្ជាតិអូស្ត្រាលីនឹងមកវិញទោះបីជាដឹងថាវាជាឧក្រិដ្ឋជនវាជាចោរនៅក្នុងប្រទេសឥណ្ឌូនេស៊ីក៏ដោយអូស្ត្រាលីសឹងតែលួចជង្គង់បាត់ជើងថ្វាយបង្គំឥណ្ឌូនេស៊ីណាអានឹងគឺចេះមែនទេហើយឥឡូវនេះយើងឃើញទៀតគ្រាន់តែជនជាតិរបស់គេរងគ្រោះនៅក្នុងប្រទេសកម្ពុជាប្រធានាធិបតីចេញមុខតែម្ដងរហូតចំណាត់ការផ្លូវទូតណាហើយចំណាត់ការទៅលើសន្តិសុខសុវត្ថិភាពបង្ហាញអំពីទំនួលខុសត្រូវជាមេដឹកនាំរិនឧស្សាហ៍ឥឡូវខ្ញុំនិយាយនេះខ្ញុំឲ្យបងប្អូនយើងណាប្រៀបធៀបមកសម្ដេចតេជោប្រៀបធៀបមកហ៊ុនម៉ាណែតប្រៀបធៀបមករដ្ឋាភិបាលហ៊ុនវិញប្រជាជនយើងសំបីតែលឹមកំយ៉ាដែលជាអតីតតំណាងរាស្ត្រទៅទៀតជាមន្ត្រីឧត្តមមន្ត្រីបងណាតំណាងរាស្ត្ររបស់ខ្មែរជាឧត្តមមន្ត្រីមួយស្លាប់នៅបាងកកមួយទាំងមូលហ៊ុនសែនមិនទាំងលវីលវល់ហើយថែមទាំងការពារជនសង្ស័យដែលថៃនេះសង្ស័យ2រូបគឺរស្មីនិងអាម៉ាត់ទៅទៀតមែនទេអាម៉ាដាស្រីខ្មែរអញ្ចឹងបងប្អូន
ក្រៅតែពីរឿងហ្នឹងបងប្អូនមានដឹងទេនៅប្រទេសថៃរឿងជាច្រើនដែលអយុត្តិធម៌មានពលករខ្មែរយើងខ្លះត្រូវបានជនជាតិថៃវាយធ្វើបាបតាំងពីមុនហ្នឹងតាំងពីហ៊ុនសែននៅត្រូវជាមួយខ្មែរនោះមែនទេនៅប្រទេសដទៃទៀតណាពលករខ្មែរយើងដែលជាប់នៅអារ៉ាប់ណាពលករខ្មែរទៅធ្វើការនៅអារ៉ាប់នឹងជាប់លើកដៃសាពះណាសុំទោសពលករខ្មែរយើងទៅចិនណាទៅចិនទៅតៃវ៉ាន់ត្រូវបានគេបង្ខាំងធ្វើជាអ្នកបម្រើទេសកលរបស់គ្រួសារប៉ៅជុំលើកដៃសំពះសួរថាតើហ៊ុនសែនគាត់មានដែរខ្វល់ខ្វាយមានដែរចាប់អារម្មណ៍ណាដូចរដ្ឋាភិបាលហ៊ុនហ្នឹងចឹងទេកុំថាឡើយរឿងប្រប៉ុណ្្នឹងមកគុណមិនដែលទាល់តែសោះគេចាត់ទុកជារឿងកប៉ិកពុកអង្គកំប៉ុងប៉ុន្តែរឿងប៉ះរូបថតឬក៏ប៉ះនៃសរសេរខមមិនមតិនៅក្នុងប្រទេសកម្ពុជាប៉ះគ្រូសាហ៊ុនបន្តិចក៏ជាប់គុកភ្លាមប៉ុន្តែប៉ះជីវិតខ្មែរផុយស្លាប់ដូចគោបងប្អូនណាគឺអត់មានអ្នកណារសើបអត់មានអ្នកណាទទួលខុសត្រូវក្នុងនាមជាមេដឹកនាំហើយនេះខ្ញុំគ្រាន់តែចង់ឲ្យបងប្អូនថាហេតុអីមកលោកគ្រូនយោអានឹងនិយាយមិននិយាយមកទៀតចំណុច2បងប្អូនឃើញគ្រាន់តែរឿងនឹងជនជាតិគេមានបញ្ហានៅក្នុងប្រទេសណាមួយប្រធានាធិបតីទាំងមូលចេញមុខណាគេការពារប្រទេសជាកិច្ចការនុភាពអានឹងឯងដែលជាគេមានមោទនភាពប្រស្ថុំគេមានមោទនភាពជាជនជាតិហ្នឹងបងប្អូនណាហេតុបាននៅស្រុកបារាំងមនុស្សគេមានមោទនភាពជាបារាំងចិនដាខឹមពីព្រោះមានខ្លួនជាបារាំងគឺរដ្ឋាភិបាលបារាំងគេតាមការពារទោះបានក៏ដោយមិនបានក៏ដោយគេយកចិត្តទុកដាក់ណា Andrew Justin Suji មែនទេចុះខ្មែរបងប្អូនពិចារណាមើលខ្មែរយើងណាបើយើងនិយាយទៅគូថាជីវិតផុយណាគេមិនដែលទៅយកចិត្តទុកដាក់ទេឥឡូវខ្ញុំនិយាយរឿងលឹមកំចាស់ទោះបីជាគាត់ជាគណៈបកប្រឆាំងបាត់ប៉ុន្តែគាត់ជាខ្មែរគាត់ជាឧត្តមមន្ត្រីនេះទោះជាគាត់ធ្វើតំណាងរាជបានតែប្រហែលមួយឆ្នាំក៏ដោយក៏គេចាត់ទុកជាតំណាងរាជមួយជីវិតដែរអតីតហើយជាប់ឈ្មោះនៅក្នុងបញ្ជីជាតំណាងរាជរបស់ខ្មែរដែរជាឧត្តមមន្ត្រីទាំងមូលគេបាញ់សម្លាប់នៅក្រុងបាងកកទៅជាថៃដាក់គុកអ្នកទោសមួយជីវិតហ៊ុនសែនអត់សហការជាមួយទេគឺថែមទាំងលាក់អាស្មីនិងអាម៉ាប់ទៅទៀតណាឥឡូវអាស្មីនិងអាម៉ាប់មិនទៅឯណាទេអានឹងខ្ញុំគ្រាន់តែលើកនិយាយនឹងដើម្បីឲ្យបងប្អូនយើងពិចារណាមើលចំណុចនេះទេមែនទេចំណុចហ្នឹងទេអញ្ចឹងណាបងប្អូនឥឡូវខ្ញុំនៅត្រឡប់មកវិញព្រោះរឿងហ្នឹងវានៅតែដែលគេថាចុះលោកគ្រូបលៀនជនហោះថ្មីមានអតិពលទេខ្ញុំបាននិយាយហើយទោះជាវាដាំពេជ្រក្រាលមាសក៏ដោយឲ្យតែអត់មានពាណិជ្ជកម្មនិងទេសចរនិងការធ្វើដំណើរមនុស្សមកទៅអីឧទាហរណ៍ជាស៊ីខៃពេលដែលយន្តហោះបលៀនយន្តហោះថ្មីហ្នឹងនៅចេញមកច្បាស់ជាមនុស្សមកគេមកទៅអីឧទាហរណ៍យន្តហោះធំអាចដាក់យន្តហោះប្រមាណប៉ុណ្ណេះបាន100 200ហើយគេមកទៅអីមែនទេឧទាហរណ៍ថាជិះត្រង់ពីអូស្ត្រាលីមកខ្មែរហើយបើមួយថ្ងៃអត់មានជនជាតិអូស្ត្រាលីមកខ្មែរប្រមាណយន្តហោះមួយដឹក100នាក់អត់មានអូស្ត្រាលីមកដល់ស្រុកខ្មែរ100នាក់ផងឬក៏អត់មានខ្មែរទៅអូស្ត្រាលី100នាក់ផងមានតែ5នាក់10នាក់ហ្នឹងមានយន្តហោះឯណាដែលធំដឹកយើងតែ4 5នាក់សុកចិត្តខាតណាទិញលក់សមុទ្រឲ្យយើង4 5នាក់យន្តហោះមួយប៉ុណ្ណាណីគេជិះមកស្រុកខ្មែរវាអត់មានអញ្ចឹងវាអាស្រ័យទៅលើចំនួនអ្នកចេញចូលបើមានវិស័យទេសចរថេបសុផលមានវិស័យពាណិជ្ជកម្មមានមនុស្សជិះច្រើនគេជិះត្រង់ទៅគេអត់មានគិតខ្វល់ថាពលានយន្តហោះហ្នឹងធំលឿនហោះតូចទេគេគិតថាស្រុកខ្មែរហ្នឹងអត់មានយន្តហោះធំអត់មានយន្តហោះជិះផ្ទាល់មកពីអូស្ត្រាលីមកពីកាណាដាមកពីអាមេរិកមកពីបារាំងហ្នឹងមកពីអឺរ៉ុបហ្នឹងដោយសារពលានយន្តហោះតូចមិនមែនទេដោយសារមនុស្សជិះឥឡូវទៅពលានយន្តហោះធំប៉ុណ្ណាក៏ដោយទៅពីអឺរ៉ុបបើទៅគ្នា3នាក់អីវ៉ាន់មួយថ្ងៃយន្តហោះប៉ុណ្ណាណីគេជិះឆ្លងទ្វីប3នាក់សំបីទៅថ្លៃកុំឡើយនិយាយឡើយថ្លៃសាំងថ្លៃសកង់នឹងមិនគ្រប់យន្តថ្លៃយន្តហោះគេផងរៃឡានកម្មអញ្ចឹងបើកាលណាវិស័យសេដ្ឋកិច្ចវិស័យពាណិជ្ជកម្មជាពិសេសវិស័យទេសចរនឹងគេឈ្មោះឥឡូវនេះណាវាធ្វើឲ្យប្រទេសនឹងកាន់តែដុនដាបវាធ្វើឲ្យប្រលានហោះខ្លាយទៅជារោងគោខ្ញុំនិយាយយូរហើយតាំងពី2 3ឆ្នាំមកខ្ញុំថាប្រលានហោះសៀមរាបហ្នឹងឥឡូវមិនហើយមែនទេ
vì ở sầm khăn ta tao vì tham mây sụp hoàn vì tụng nước ấy đi vì sầm khăn taรัฐាភិបាលនឹងមានគុណធម៌គ្រប់គ្រាន់ដែរទេចន្ទរាសេឥឡូវខ្ញុំនិយាយចំណុចហ្នឹងមែនទេខ្ញុំនិយាយចំណុចហ្នឹងតិចទៅសង្សឹកកូរ៉េណាទៅសង្សឹកកូរ៉េទៅជុំសង្សឹករឿងអីវាថាកូរ៉េខាងត្បូងខ្ញុំអត់មានសម្ដៅទៅលើកូរ៉េទាំងមូលឧបទ្វីបទេបរដ្ឋាភិបាលខ្លាំងគេថាឥឡូវហ្នឹងកូរ៉េខាងត្បូងហ្នឹងណាប្រមាថមើងងាយហៅទូតចាត់វិធានការរហូតដល់ផ្លូវទូតហើយហៅប្រទេសកម្ពុជាថាជាក្រុងឧក្រិដ្ឋកម្មអញ្ចឹងបើឯងហ៊ានខ្លាំងអញនឹងឈប់ឲ្យពលករខ្មែរទៅធ្វើការនៅប្រទេសកូរ៉េហ៊ានថាអញ្ចឹងទេអត់ហ៊ានថាអញ្ចឹងប្រជាជនហ្នឹងគូថាពេជ្រម៉ូលីកាគូចប់បងប្អូនណាប្រជាជនហ្នឹងគូថាคล้ายទៅជាសត្រូវដួងចិត្តរបស់មហាជនទៀតព្រោះអីស្រុកខ្មែរយើងអត់មានការងារធ្វើមែនទេស្រុកខ្មែរយើងអត់មានការងារធ្វើសូម្បីបច្ចុប្បន្នណាបងប្អូនឃើញថាមានពលករចាក់ចេញពីប្រទេសនៃថៃមួយចំនួនពេលមុនសង្គ្រាមឬក្នុងអំឡុងសង្គ្រាមហ្នឹងក៏ចំនួនដ៏ច្រើនលើសលប់កំពុងតែស្នាក់នៅនិងធ្វើការនៅស្រុកថៃនៅឡើយទេមែនទេអានឹងជាការឯកភាពជាការស្ម័គ្រចិត្តរបស់គេថៃចុះថៃមិនក៏វាមិនកាចសាហាវវាមិនដេញវាមានពួកជនជ្រុលនិយមមួយពីរប៉ុន្តែវាមិនអាចមានពួកជនជ្រុលនិយមមកលៀនអ្នកដើម្បីសង្វ័យទៅខ្មែរមកលៀនអ្នករហេតុអីដោយសារតែពួកថៅកែពួកក្រុមហ៊ុនហ្នឹងគេការពារខ្មែរមិនមែនទេគេការពារកម្លាំងពលកម្មការពារកម្លាំងពលកម្មមែនទេហើយដល់តែខ្មែរយើងហើយមិនក៏អ្នកខ្លះឃើញប៉ុណ្ណឹងនៅមិនមកហើយចូលមកស៊ីស្អីមកស៊ីដីស្រុកខ្មែរយើងគ្រាន់តែហៅពលករពីស្រុកថៃមកស្រុកខ្មែរហ្នឹងគ្រាន់តែស៊ីដីហ្នឹងខូងអស់បាត់ហើយបងប្អូនមិននេះស៊ីដីខូងវាអត់មានការងារឲ្យធ្វើធ្លាប់ឃើញបងប្អូនយើងគាត់សរសេរពាក្យប្រមាថមិនសមរម្យទៅលើកូនខ្មែរយើងដែលឡើងយន្តហោះទៅធ្វើការប្រទេសថៃដោយគាត់ប្រើពាក្យថាខ្វះអីយុវជនគេនៅស្រុកខ្មែររកការងារធ្វើបានមកកគោកណែខូចតែអាចពុកចោលមកសៀតនឹងសុកចិត្តទៅធ្វើកញ្ចះគេនៅស្រុកថៃបងប្អូនមនុស្សដែលអាចនិយាយភាសាចឹងបានគឺថាមិនដឹងជាយកស្អីមកគិតទេបងប្អូនណាមិននិយាយយកស្អីមកគិតទេឥឡូវយើងសួរថាតើនៅក្នុងប្រទេសកម្ពុជាមានកម្លាំងការងារប្រមាណវិបុលអអាយដើម្បីស្រូបយកកម្លាំងពលកម្មនៅក្នុងប្រទេសកម្ពុជាឃើញទេគ្មាននរណាម្នាក់គេចង់ចាក់ចេញពីប្រទេសឆ្ងាយពីម៉ែឪទៅធ្វើការទេណាអញ្ចឹងបងប្អូនណាទោះបីជាយ៉ាងណាក៏ដោយយើងមិនអាចទៅប្រើសារប្រមាថមើងងាយថាស្រុកខ្មែរគេរកការងារបានធ្វើកុកយកអីមកវាស់ការងារអីគេណាការងារស្អីនៅប្រទេសកម្ពុជាមនុស្សនៅក្នុងប្រទេសកម្ពុជាវិញគឺគន្លាតអ្នកមានលុយគឺមានទៅមានខ្លាំងជាងអ្នកនៅអឺរ៉ុបនិងអាមេរិកទៅទៀតមែនទេបងប្អូនអ្នកដែលអត់រកតែបាយកច្រកឆ្នាំងមកវិលអត់ជុំទេប៉ុន្តែនៅក្នុងការដឹកនាំប្រទេសមួយគេអត់មើលទៅលើមនុស្សមួយក្រុមមួយក្តាប់តូចដែលមានជីវភាពមានឡានមានលុយដើរថតហឺហាចូលហាងទំនើបទេគេមើលទៅលើ GDP គេមើលទៅលើទូទៅបងប្អូនណាទូទៅគឺតុល្យភាពប្រជាជន17លានអ្នកហ្នឹងយើងឃើញហើយអ្នកដែលមានហឺហាដើរលយឆាយផឹកស៊ីថតរូបអួតភ្លើងមន់ទិញឡានទំនើបវាមានប្រមាណអ្នកនៅក្នុងប្រទេសកម្ពុជាបាទនេះអ្នកខ្លះឥឡូវនេះស្រុកស្រែវាមានឡានវាមានឡាន20ឆ្នាំគេបោះចោលទៅហើយឡានហ្នឹងគ្នាវាចុះថោកមិនសល់ 3-4 ពាន់ហ្នឹងទិញខ្លះទិញមិនទាំងជិះបើទុកហូចអត់ទាំងហោចទៅទិញក៏ឲ្យកម្ឲ្យទៅថានេះទៅអាហ្នឹងគឺគេអត់ហៅថាមានទេមានគឺមានការងារមានប្រាក់ចំណូលពិតប្រាកដត្រឹមត្រូវហើយមានរងគេហៅថារយៈពេលយូរអង្វែងទៀងទាត់មែនទេបុណ្យធឿនកលាំងមឿងអញ្ចឹងនៅក្នុងប្រទេសកម្ពុជាណាបើសិនជាយើងមិនខិតខំបង្កើនធម៌ពលជាពិសេសឧក្រិដ្ឋកម្មអនឡាញបង្ក្រាបវាទេណាបងប្អូនតិចទៀតទៅប្រទេសយើងណាបើកណាអត់ទេសចរពិភពលោកនឹងចាប់ផ្ដើមខ្លាចតើអ្នកដែលរងវិបត្តិហ្នឹងគឺពួកអុកញ៉ាមហាសេដ្ឋីពួកហ្នឹងវាមានលុយណាពួកហ្នឹងវាចាំតែអរគុណសន្តិភាពវាថាអញ
នៅពួកឯងនៅអាមេរិកដូចងក់វាងទៅនោះអញនៅស្រុកខ្មែរមានចំការអញមានឡានមានអីណាដូចអីសួរតើអ្នកឯងមានទៅប្រជាជនឯណាដែលមានដូចអ្នកឯងអ្នកឯងទៅគ្រប់ត្រអ្នកឯងនឹងជាគ្នារបស់គណៈបកប្រជាជននឹងវាចេះតែហឺហាហឹកហៀកអីចឹងទៅចុះប្រជាជនទូទៅណាដែលរកអង្គច្រកឆ្នាំងរកព្រឹកខ្វះល្ងាចណាវាមានចំនួនប្រមាណអ្នកអានឹងគឺបើកាលណាគេដឹកនាំប្រទេសគេអត់និយាយទៅលើមនុស្សមកក្តាប់តូចដែលមានហឺហាលយឆាយសម្ភារៈការហូបចុកគ្រប់គ្រាន់បង្អួតនៅក្នុងរាជធានីបង្អួតនៅក្នុងក្រុងឬក៏បណ្ដាញសង្គមទេគេមើលទៅលើជីវភាពប្រជាជនទូទៅអញ្ចឹងបងប្អូនសួរថាចុះថៃវាក្តៅក្រហាយប៉ុណ្្នឹងហើយអាម៉េចបានជាវានៅមិនដេញមិនទាត់ខ្មែរយើងឲ្យធ្វើការនៅនឹងចេញអស់ទៅចាំតែថៃល្ងងអីតើថៃអត់ល្ងងទេបើថៃល្ងងវាអត់មានយកបានសរិនបរីរ៉ាំស្រះកៅវាអត់ទៅយកបានប្រទេសនៅខ្មែរយើងចិត្តមកចំហៀងបាត់ជាងមកចំហៀងប្រទេសទេមែនទេវាមិនមែនស្មានវាដេញវាធ្វើបង្អើលណាហើយយើងមកនឹងហើយខ្មែរយើងនឹងគឺមកខ្មែរបាត់បានមកទៅណាសួងវ៉ានីវាអត់អីស៊ីអាហ្នឹងគឺជាចំណុចមួយអញ្ចឹងទោះយ៉ាងណាក៏ដោយខ្ញុំលើកយកប្រធានបទទី1ដែលនិយាយអំពីប្រទេសកូរ៉េខាងត្បូងនេះគឺគ្រាន់តែចង់ឲ្យឃើញភាពខុសគ្នាថាប្រធានាធិបតីប្រទេសមួយទាំងមូលពេលដែលជនជាតិគេមានបញ្ហាគេដុតដៃដុតជើងគេព្រួយបារម្ភណាស់ខ្មែរយើងគេមើលងាយគ្រប់ទីកន្លែងជនជាតិខ្មែរលឹមកំយ៉ាគេបាញ់ស្លាប់នៅវណ្ណៈចំណើបាងកកហ៊ុនសែនគាត់មិនទាំងដែលក្នុងនាមគាត់ជាឧត្តមមន្ត្រីអតីតតំណាងរាស្ត្រហ្នឹងគាត់មិនទាំងចេញសេចក្តីថ្លែងការណ៍រដ្ឋសភាព្រឹទ្ធសភាខ្មែរហ្នឹងមិនទាំងចេញសេចក្តីថ្លែងការណ៍ថ្កោលទោសសុំឲ្យថៃអីអត់អាលីងបងប្អូនអញ្ចឹងមានន័យថាឲ្យប្រជាជនទៅស្រឡាញ់យ៉ាងម៉េចប្រិយចំណិត share វីដេអូនេះទៅកាន់ប្រិយចំណិតដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតប្រធានបទទី2ខ្មោចព្រាយប្រហែលថ្ងៃប្រហែលយប់នេះឃើញថៃណាបំពេញដោយថោកទាបគឺជាកម្ពុជាសកម្មភាពដែលអសិលធម៌បំផុតនៅលើពិភពលោកទោះជាជនជាតិណាក៏ដោយយើងត្រូវតែផ្សព្វផ្សាយព័ត៌មាននឹងឲ្យបានទូលំទូលាយដើម្បីពិភពលោកដឹងថាវាជាទង្វើរំលោភនឹងថោកទាបប៉ុន្តែជាអកុសលនៅក្នុងប្រទេសកម្ពុជាបានបិទប្រព័ន្ធផ្សព្វផ្សាយអស់ហើយដូច្នេះសល់តែប្រព័ន្ធផ្សព្វផ្សាយគណៈបកប្រជាជននិយាយជេរបចោណែនេះចោទថាអ្នកដែលមានគំនិតមនីចិនស្រឡាញ់មាតុភូមិនឹងជាជនជ្រុលនិយមគួរឲ្យសោកស្ដាយណាស់បងប្អូនទង្វើនេះគឺជាគេហៅថាកំពូលមហាថោកទាបប៉ុន្តែខ្ញុំនៅតែនិយាយថាថៃវាអត់ដែលគិតរឿងបរទេសអន្តរជាតិណាថ្កោលទោសវាអត់ដែលគិតថាវាថោកទាបអីទេវាសំខាន់បានណារណកម្មសំខាន់យកដីយើងបានហើយបងប្អូនត្រូវចាំរឿងនេះមួយរាល់វីរៈជនទឹកដីខ្ញុំអត់និយាយអំពីវីរៈជនគុណធម៌វីរៈជនសាសនាទេនេះណាបានវីរៈជនយុត្តិធម៌វីរៈជនសិទ្ធិមនុស្សខ្ញុំអត់និយាយទេខ្ញុំនិយាយពីវីរៈជនទឹកដីរាល់វីរៈជនទឹកដីនៅក្នុងលោកសុទ្ធតែជាឃាតកររបស់ជនជាតិមួយឧទាហរណ៍មែនទេហូជីមិញជាវីរៈជនរបស់បារាំងជាវីរៈជនរបស់វៀតណាមប៉ុន្តែជាឃាតករគឺជាចៅប្លន់ទឹកដីខ្មែរនៅក្នុងជនជាតិមួយបើកាលណាមានវីរៈជនទឹកដីមានវីរៈជនដណ្ដើមទឹកដីវាគឺជាឃាតករនិងជាចៅសម្រាប់ប្រទេសមួយវាគឺជាមហាវីរៈបរិសសម្រាប់ជនជាតិនោះថៃយើងមើលទៅអាក្រក់ហ្នឹងវាបើយើងនិយាយពីសិលធម៌យើងនិយាយអំពីសុជីវធម៌និយាយពីការរំលោភសិទ្ធិមនុស្សឬយើងនិយាយអំពីការរំលោភច្បាប់ជាតិនិងអន្តរជាតិអីណាពិភពលោកវាថ្កោលទោសបើគេសិនជាគេហ៊ានថ្កោលទោសគឺថៃអាក្រក់មែនទែនណាបងប្អូនប៉ុន្តែបើសម្រាប់ជនជាតិថៃវាអត់អាក្រក់ទេអានឹងមួយទៀតថ្ងៃនេះខ្ញុំក៏បានសរសេរអត្ថបទមួយពាក់ព័ន្ធនឹងប្រធានបទហ្នឹងដែលខ្ញុំដាក់នេះសរសេរថាបើថៃវាយភូមាឬក៏ឆ្លៀនពៀនភូមាតើពិភពលោកគិតយ៉ាងម៉េចណែបើថៃវាយភូមានេះតែជាទូចពិភពលោកដឹងច្បាស់ថា
ថាថៃឆ្លៀនពៀនភូមិប៉ុន្តែពិភពលោកធ្វើប្រងើយពីព្រោះគេស្អប់អាមីងអ៊ុងលៀងមេដឹកនាំផ្ដាច់ការមកពុនទីអត់ជឿសនតាឥឡូវស្ទីអរសំបីកំឡុងថាឡើយថៃប្រទេសដែលនៅជាប់ភូមិនឹងវាយចូលភូមិពិភពលោកអត់សូវចាប់អារម្មណ៍ទេដូចគ្នានៅក្នុងប្រទេសកម្ពុជាយើងឃើញហើយរបបហ៊ុនរំលោភសិទ្ធិមនុស្សពេលដែលអន្តរជាតិសម្ដែងការសោកស្ដាយនិងព្រួយបារម្ភទូតសំខាន់ណាទឹកបុរាណគឺគាត់ជះណាសក់ណាទៅឲ្យទូតកំលូកដៃចូលកិច្ចការប្រទេសក្នុងប៉ុន្តែពេលដែលមានបញ្ហាគាត់អត់ដោះអីចេញគាត់ហៅតែអន្តរជាតិតែមុនគាត់ប្រមាថអន្តរជាតិណាអធិបតេយ្យភាពដល់ឥឡូវនេះម៉ាត់ណាក៏អន្តរជាតិទៅកលទោសអានឹងគឺជារឿងមួយដែលដូចបើជើងចង់និយាយថាផលបុណ្យផលបាបដូចជាប្រាប់ទៅហ៊ុនសែនវិញថាគាត់ណាមិនត្រូវធ្វើបាបជិះជាន់ជន់ទុនខ្សោយរងគ្រោះឡើយពីព្រោះពេលដែលយើងជិះជាន់វាយដំគេឈឺគេស្រែករកអ្នកជួយខ្លួនឯងចំសុផាតពេលត្រូវគេវាយដំក៏ស្រែករកអ្នកជួយដូចគ្នាដែរយើងសិតតែជាជនរងគ្រោះគ្រាន់តែថាមួយជនរងគ្រោះទំនួលខុសត្រូវក្នុងនាមជាមេដឹកនាំប្រទេសនៃការឆ្លៀនពៀនមួយទៀតតូចក្នុងនាមជាគ្រួសារបើយើងដឹកនាំប្រទេសមិនបានធ្វើដូចប្រធានាធិបតីកូរ៉េខាងត្បូងទៅយកចិត្តទុកដាក់ចំពោះប្រជាជនកុំទៅជិះជាន់ចាប់ប្រជាជនស្លូតត្រង់ដាក់គុកទៅបានហើយបើមិនបានយកចិត្តទុកដាក់បម្រើប្រជាជនណាកុំតែយកអំណាចដែលខ្លួនឯងដឹកនាំដែលគ្មាននរណាទៅប្រៀបធៀបបានទៅជិះជាន់ទៅបានហើយអានឹងបានជាខ្ញុំបានចោទចឹងវិញមិនចិត្តជលសាអញ្ចឹងដូចគ្នាបងប្អូនណាមិនមែនពិភពលោកមិនដឹងថាថៃនឹងអាក្រក់ឆ្លៀនពៀនប្រទេសកម្ពុជាគេដឹងប៉ុន្តែដោយសារតែគេស្អប់របបហ៊ុនសែនដែរអូឥឡូវទីហោថាស៊ុយអែតមិនដឹងថាថៃឆ្លៀនពៀនខ្មែរមនុស្សមិនឈួតទេប៉ុន្តែបើរវាងថៃហើយនិងខ្មែរដែលដឹកនាំដោយហ៊ុនសែនណាស៊ុយអែតសុខចិត្តអត់មាត់ទេបងប្អូនសុខចិត្តមិនមាត់ប៉ុន្តែបើនិយាយពីតំណែងតំណងពាណិជ្ជកម្មសេដ្ឋកិច្ចគេទៅថៃពីព្រោះហ៊ុនសែននិយាយស្រាប់នេះអត់បានមែនទេនិយាយថាថ្លែងសម្ដែងការសោកស្ដាយគាត់ថាទូតអាមេរិកទូតស៊ុយអែតសហភាពអឺរ៉ុបចេញសេចក្តីថ្លែងការណ៍ថ្ងៃហ្នឹងស្អែកហ៊ុនសែនចាប់មួយទៀតដាក់គុកចាប់មួយទៀតដើម្បីគេថាអញអាខ្លាំងឥឡូវខ្លាំងទៀតទៅជាមួយថៃមិនក៏មិនថាថៃចូលមកជំនាញហ្នឹងមែនទេដាក់សម្លេងខ្មោចសម្លេងព្រាយឲ្យខ្មែររំខានខ្មែរហ្នឹងអាម៉េចក៏មិនទៅធ្វើជះសក់ឲ្យគេដូចជះដាក់ទូតអាមេរិកដូចជះដាក់សហភាពអឺរ៉ុបដូចជះដាក់ជប៉ុននេះចឹងទៅមែនទេឥឡូវមិនក៏មិនធ្វើចឹងទៀតទៅកេងខ្លាំងអាហ្នឹងយើងត្រូវចោទចេះអញ្ចឹងបានជាខ្ញុំលើកឧទាហរណ៍នេះវាគឺជាស្ថានភាពមួយណាដែលឆ្លុះបញ្ចាំងអំពីសង្គមពិតប្រាកដបងប្អូនពិចារណាមើលទាំងបងប្អូនទាំងយើងទាំងគេឥឡូវយើងកុំគិតទៅដល់អន្តរជាតិយើងយកចិត្តខ្លួនឯងជាឧបមាយើងយកចិត្តគេដាក់ចិត្តខ្លួនឯងឧទាហរណ៍ថាបើភូមិមាត្រូវគេវាយឆ្លៀនពៀនឥឡូវបងប្អូននៅក្នុងនេះបងប្អូនមានអារម្មណ៍ធម្មតាមកចឹងព្រោះបងប្អូនស្អប់អាមេរិកក្នុងប្រតិការភូមិមាហើយយើងដឹងថាអានេះវាជាការឆ្លៀនពៀនអន្តរជាតិក៏មិនសូវជាលូកដៃប្រហែលដែរដូចគ្នាមែនទេហ៊ុនសែនគាត់រំលោភសិទ្ធិមនុស្សខ្លាំងពេកបងប្អូនណារំលោភខ្លាំងពេកអញ្ចឹងបានជាចំណុចនេះខ្ញុំឲ្យបងប្អូនពាក់ព័ន្ធទៅនឹងការរំលោភសិទ្ធិមនុស្សនេះខ្ញុំឲ្យបងប្អូនមើលជនរងគ្រោះដែលខ្ញុំសូមថ្កោលទោសណាទង្វើអសិលធម៌អធម្មនិយភាពរំលោភសិទ្ធិមនុស្សទោះជាថៃមិនខ្វល់ក៏ខ្ញុំត្រូវថ្កោលទោសមិនអាចទទួលយកបានហើយពិភពលោកបិទភ្នែកមើលបងប្អូនបិទភ្នែកមើលដោយសារគេស្អប់នេះគេដឹងគេមិនចង់ឲ្យមានការឆ្លៀនពៀនប៉ុន្តែគេស្អប់របបហ៊ុនសែនដែរអាហ្នឹងណាការទូតពិភពលោកយើងធ្លាប់តែជះនេះទឹកនោមតាំងកថៅទៅឲ្យទូតអឺរ៉ុបទៅឲ្យអាមេរិកពេលដែលគេសម្ដែងការសោកស្ដាយចាប់មនុស្សអីហ្នឹងណាអានឹងកម្ពុជានឹងវាធ្លាក់មកវិញមានណាផលបនបងប្អូនមិនជឿដូចសូនតារានិយាយត្រឡប់ទៅវិញចឹងធ្វើឲ្យនំប៉័ងទៅជន់ស្លុតត្រង់អត់ឃ្លានម្នាក់មនុស្សឯកោមនុស្សទុនខ្សោយនឹងអត់បានតបស្នងអត់មានលទ្ធភាពតបស្នងមកយើងប៉ុន្តែផលបុណ្យរបស់យើងព្រះជាម្ចាស់នឹងផ្ដល់ឲ្យយើងនៅថ្ងៃក្រោយឧទាហរណ៍ថា5ឆ្នាំក្រោយមកយើងទៅនៅអូស្ត្រាលីទៅអាមេរិកឬក៏ទៅភ្នំពេញសម្បូរតែអ្នកហៅយើងប៉ាវនំប៉័ងសម្បូរតែអ្នកឲ្យនំប៉័ងយើងញ៉ាំហ្នឹងមែនទេអានឹងមួយបើយើងធ្វើអាក្រក់ដាក់ជនទុនខ្សោយណាម្នាក់ជនទុនខ្សោយហ្នឹងអត់អាចតបមកវិញបានទេព្រះផលបុណ្យនឹងបញ្ជូនអ្នកដតីមកឲ្យតបតាម
អាភូតហេតុធម្មជាតិឬក៏មានអ្នកខ្លាំងជាងណាមួយឧទាហរណ៍ថាហ៊ុនសែនចាប់ឪពុកសូនតារាដាក់គុកនៅនេះឪពុកខ្ញុំ70ឆ្នាំស្គមស្គាំងរីងរៃជរាឈឺដេកឈឺនៅក្នុងគុកក្រោមធម៌មេត្តាករុណារបស់សម្ដេចហើយខ្ញុំឪពុកខ្ញុំមិនអាចទៅធ្វើហ៊ុនសែនបានទេប៉ុន្តែផលបាបបងប្អូនពិតជាមានគ្រាន់តែវាមិនទាន់មកដល់មិនអាចគិតផុតទេផលបាបដោយគ្រោះណាមួយណានឹងមកដល់បើហ៊ុនសែនធ្វើត្រឹមសូនតារាមានន័យថាផលបាបត្រឹមហ៊ុនសែនសូនតារាបើហ៊ុនសែនក៏ធ្វើសូនតារានឹងក្រុមគ្រួសារផលបាបប៉ះហ៊ុនសែននឹងក្រុមគ្រួសាររបស់ហ៊ុនសែនជាអានឹងបានគេហៅថាយើងសម្ដែងអំពីធម៌ព្រះពុទ្ធដើម្បីស្អប់អំពើបាបព្រះពុទ្ធបងប្អូនគោលដៅរបស់ព្រះពុទ្ធគឺសម្ដែងធម៌ឲ្យមនុស្សប្រព្រឹត្តអំពើល្អប្រឆាំងពីអំពើបាបទៅតើមិនមែនគ្រាន់តែយកធម៌ចេះធម៌ត្រៃវេដកសូត្រយកលុយដាក់កប៉ៅខ្លាយជាអ្នកមានទេខ្លាយជាវរៈជនទេមិនមែនទេមែនទេចឹងបើសិនជាឃើញមេដឹកនាំតែធ្វើអាក្រក់តារារាជសិនធ្វើអាក្រក់រំលោភជនស្រុកត្រង់ហើយយើងនៅតែមិនយើងមិនទាំងហ៊ានមាត់ផងហើយមនុស្សអាក្រក់ទៅតែងតាំងយើងទៅទៀតហើយយើងទៅសប្បាយទៅទៀតណាតែមានន័យអីអានឹងមិនរលាយហើយអត់គុណធម៌ណាបងប្អូនអានឹងអត់គុណធម៌រាជនីសំបងប្អូនគោលដៅរបស់សាសនាណាព្រះពុទ្ធគឺឲ្យមនុស្សប្រឆាំងពីអំពើបាបហើយបើអ្នកមិនទាំងហ៊ាននិយាយអំពីអំពើបាបអានេះផងនេះអញ្ចឹងបានជាខ្ញុំដាក់នៅក្នុងចំណងជើងនេះដែលខ្ញុំក្រោយពីកោទោសនឹងខ្ញុំដាក់ថាអ្នកភូមិគ្រួសារអ្នកភូមិព្រៃច័ន្ទអូ3ជាន់គ្រួសារខ្មែរនៅតាមព្រំដែនរងគ្រោះព្រោះសៀមបងប្អូនឯគ្រួសារខ្ញុំសូនតារារងគ្រោះព្រោះហ៊ុនរងគ្រោះព្រោះសែនណាបងប្អូនអញ្ចឹងមានន័យថាស្ថានភាពដែលអន្តរជាតិគេមើលខ្ញុំចង់ឲ្យបងប្អូនឆ្លុះបញ្ចាំងអំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាគឺដែលខ្ញុំលើកយកប្រទេសភូមាមកប្រៀបធៀបណាត្រឹមឪពុកខ្ញុំម្នាក់ណាដែលជាជនស្លូតត្រង់ត្រូវបានគេមួលបង្កាច់ហៅមនុស្សស្លូតដូចរុយណាបងប្អូនរុយទុំមិនបក់មិនស្លូតរុយស្លូតគឺហៅថាដែលអត់មានទោសកំហុសជាអ្នកកាន់សិលជាអ្នកធ្វើបុណ្យឪពុកខ្ញុំគាត់ជាអ្នកបានកសាងស្នាដៃច្រើនដែរនៅវត្តនេះវត្តអារាមនៅក្នុងតំបន់ភូមិរបស់ខ្ញុំនឹងគាត់ជាអ្នកកសាងច្រើនដែរភាគរយច្រើនណាបើយើងនិយាយទៅកុសលផលបុណ្យដែលគាត់ធ្វើនឹងគឺត្រូវបានគេមួលបង្កាច់ដោយអយុត្តិធម៌ណាអញ្ចឹងវាឆ្លុះបញ្ចាំងអំពីខ្ញុំសួរថាចុះនៅក្នុងប្រទេសកម្ពុជាមានតែឪពុកសូនតារាមែនទេមែនទេបើកាលណាខ្ញុំនិយាយពីករណីឪពុករបស់ខ្ញុំចង់និយាយថាមិនដឹងជាមានមនុស្សប្រមាណដែលវាអយុត្តិធម៌ខ្ញុំថាកុំថាឡើយសកម្មជននៅបរិស្ថានដែលអាចធ្វើហ៊ុនសែនខឹងសកម្មជនសិទ្ធិមនុស្សសកម្មជននយោបាយផ្សេងទៀតហ្នឹងគឺថាអ្នកហ្នឹងបានឡងមាត់នេះសំបីតែជាអ្នកដែលស្រឡាញ់ហ៊ុនសែនខ្លួនឯងផ្ទាល់ផងឪពុករបស់ខ្ញុំសំបីតែអ្នកជាសកម្មជនរបស់គណៈបព្វជិជនជាអ្នកបម្រើកងទ័ពក៏ហ៊ុនសែនចាប់ដាក់គុកដូច្នេះបើយើងប្រៀបធៀបទៅទំហំនៃការរំលោភសិទ្ធិមនុស្សអន្តរជាតិដែលធ្វើឲ្យវាមានកំសោយទៅលើការទូតគឺបញ្ហារំលោភសិទ្ធិមនុស្សក៏ជាការចូលរួមចំណែកមួយដែរអានោះច្បាស់មែនទេហ៊ុនសែនគាត់មិនដែលខ្វល់រឿងអន្តរជាតិទេគាត់មិនដែលខ្វល់ឥឡូវគាត់យល់មែនទេគាត់មិនដែលខ្វល់ទេគាត់ទៅចង់ចាប់អាណាដាក់គុកក៏បានគាត់ចង់ចោទអាណាក៏បានគាត់ចង់ទៅធ្វើបាបអាណាក៏បានដែរអានឹងឥឡូវហ្នឹងដូចថាផលបាបវាត្រឡប់មកវិញហើយវាជាក់ស្ដែងណាបងប្អូនណាជាក់ស្ដែងអ្នកភូមិព្រៃច័ន្ទគ្រួសារខ្មែរនៅតាមព្រំដែនរងគ្រោះព្រោះថៃខ្ញុំសូនតារាអត់រងគ្រោះព្រោះថៃរងគ្រោះព្រោះហ៊ុនព្រោះតកូលហ៊ុនទៅវិញមែនទេអញ្ចឹងកន្លែងនេះបានខ្ញុំលើកយកប្រៀបធៀបជាមួយនឹងប្រទេសភូមាដើម្បីឲ្យវាជាកញ្ចក់ណាអាដាមនេះកញ្ចក់ឆ្លុះបញ្ចាំងអំពីទស្សនវិជ្ជានៅក្នុងប្រទេសកម្ពុជាសេរីមង្គលឥឡូវខ្ញុំនិយាយមកវិញសួរថានៅត្រឡប់ដដែលព្រោះវាជាសច្ចធម៌សួរថាចុះហេតុអីបានជាហ៊ុនសែនមិនរំលឹកបំភ្លេចទាហានទាំង18នាក់ពីព្រោះបើគាត់យើងទៀមទាឲ្យហ៊ុនសែនដោះលែងមែនទេហ៊ុនសែនកាន់តែចាប់ហ៊ុនសែនកាន់តែធ្វើបាបដូច្នេះហ៊ុនសែនគាត់ថាថៃក៏ដូចគាត់ដែរបើគាត់ទៀមទាឲ្យដោះលែងគឺថៃកាន់តែធ្វើបាបកាន់តែចាប់
អញ្ចឹងវាអគុណធម៌ឡើយយើងត្រឡប់ទៅប្រៀបជាមួយនឹងប្រធានបទទី1វិញលីសាផនគឺកូរ៉េខាងជើងគ្រាន់តែជនជាតិរបស់ខ្លួនម្នាក់មានបញ្ហានៅក្នុងប្រទេសកម្ពុជាចំណាត់ការទូតបងប្អូនចំណាត់ការទូតប្រទេសកម្ពុជាហ៊ុនសែនបងប្អូនទៅហ៊ានដែលបូជាជីវិតការពារទឹកដី1មីលីម៉ែត្រនៅព្រំដែនថៃចាប់18នាក់អត់មកមួយម៉ាត់ចឹងយើងត្រឡប់ទៅវិញថាហេចុះបើមាត់ក៏គេចាប់ដែរបងប្អូនចេះសនរាដឹងដឹងខ្ញុំដឹងថាខ្ញុំកាន់តែនិយាយហ៊ុនសែនកាន់តែជិះជាន់នេះប៉ុន្តែសួរថាហេតុអីបានខ្ញុំនិយាយគុណធម៌ខ្ញុំនិយាយអំពីគុណធម៌នៃការរំលឹកនេះមួយនៃការរំលឹកខ្ញុំលើកឧទាហរណ៍បងប្អូនការនិយាយដូចសនរាមានគុណធម៌ជាងហ៊ុនសែនឆ្ងាយណាខ្ញុំនិយាយអំពីតែហ៊ានរាល់ថ្ងៃតែហ៊ាន18រូបនិងឪពុករបស់ខ្ញុំក្នុងនាមខ្ញុំជាកូនខ្ញុំទៅនិយាយពីឪខ្ញុំមិនអាចទៅនិយាយគ្រប់គ្នាថាចុះមិននិយាយពីកម្មសខាផងអានឹងកូនកម្មសខាក៏អាចនិយាយបានមែនទេហើយចុះហេតុអីបានទៅនិយាយពីថច្សិថាស្អីផងរួមវាធំគេថាយើងត្រីនៅក្នុងទន្លេខ្ញុំបញ្យល់បងប្អូនតែបន្តិចមិនមែនខ្ញុំបំភ្លេចអ្នកទាំងអស់គ្នាទេគ្រាន់តែខ្ញុំយកឪពុកខ្ញុំតាំងហើយខ្ញុំជាកូនត្រីក្នុងទន្លេយើងមិនអាចលូកដៃទៅចាប់ទាំងអស់បានទេយើងចាប់បានតែមួយក៏បានចាប់ត្រីដែរមិនដូចគ្នាអយុត្តិធម៌ទាំងអស់មនុស្សជាប់គុកនៅក្នុងស្រុកខ្មែរខ្ញុំនិយាយតែពីឈ្មោះឪពុករបស់ខ្ញុំម្នាក់វាតាំងហើយបងប្អូនណាអានេះថ្ងៃនេះខ្ញុំបញ្យល់ប្រាប់បងប្អូនរឿងហ្នឹងគាត់ថាចុះលោកគ្រូឪជាប់គុកអីទៅលោកគ្រូជួយអ្នកដទៃដែរនោះខ្ញុំដឹងប៉ុន្តែឲ្យខ្ញុំទៅរៀបរាប់មនុស្ស100នាក់មកនិយាយក្នុងការផ្សាយផ្ទាល់ខ្ញុំអត់មានអត្តន័យទេអញ្ចឹងខ្ញុំរៀបរាប់អ្នកដែលជនរងគ្រោះដែលអត់ដែលស្អាតបំផុតជនរងគ្រោះដែលស្អាតបំផុតគឺឪខ្ញុំហ្នឹងដែលតាំងឲ្យអយុត្តិធម៌ណានេះអញ្ចឹងខ្ញុំដឹងថាខ្ញុំកាន់តែនិយាយហ៊ុនសែនកាន់តែសង្កត់សង្កន់នេះប៉ុន្តែវាជាគុណធម៌ខ្ញុំបញ្យល់រឿងគុណធម៌រឿងដែលខ្ញុំនិយាយឈ្មោះទាហាននិងឪពុករបស់ខ្ញុំបងប្អូនពាក្យថារំលឹកជាគុណធម៌ណាស្ដាប់ទី1ឧទាហរណ៍ថាមនុស្សស្លាប់ដូចបកូណានៃនរោត្តមសីហនុដើម្បីរំលឹកបកូណានរោត្តមសីហនុគឺគេធ្វើអីគឺគេធ្វើរូបសំណាកដើម្បីអីរាជនីសំគេធ្វើរូបចម្លាក់នរោត្តមសីហនុដើម្បីរំលឹកកាមែនទេបងប្អូនដូចជាមនុស្ស Nelson Mandela ឬក៏ Luther Martin King នៅអាមេរិកគាត់ស្លាប់បាត់ទៅហើយមួយឆ្នាំគេធ្វើបុណ្យរំលឹកគេរំលឹកណាបងប្អូនដូចនៅក្នុងប្រទេសកម្ពុជា7មករាណាក្នុងមួយឆ្នាំគេធ្វើបុណ្យរំលឹកអាការរំលឹកហ្នឹងគឺជាការដឹងគឺធ្វើឲ្យមនុស្សដឹងគឺជាគុណធម៌ទោះបីជាថារំលឹក7មករាក៏7មករាវាមិនយូរហើយវា40ឆ្នាំហើយរំលឹកបកូណាសីហនុក៏បកូណាសីហនុមិនរស់ឡើងវិញដែររំលឹក Luther Martin King នៅអាមេរិកក៏ Luther Martin King មិនអាចរស់ឡើងវិញដែររំលឹកសង្គ្រាមលើកទី2ក៏សង្គ្រាមលើកទី2នឹងមិនអាចរស់ឡើងវិញរំលឹកបុណ្យឯករាជ្យក៏បុណ្យឯករាជ្យនឹងវាផុតទៅហើយវាមិនអាចឯករាជ្យលើកទី2ទៀតប៉ុន្តែគេរំលឹកជាគុណធម៌ហ្នឹងបានពួកខ្ញុំបញ្យល់ជាគុណធម៌ដូចគ្នាខ្ញុំណាពៅញូជាកូននិងជាពលរដ្ឋទី1ខ្ញុំទៅរំលឹកឪរបស់ខ្ញុំហើយតាំងឲ្យអ្នកជនរងគ្រោះទាំងអស់ខ្ញុំរំលឹករាល់ថ្ងៃរំលឹកឪរបស់ខ្ញុំគឺជាគុណធម៌មែនទេបងប្អូនអានេះខ្ញុំនិយាយលក្ខណៈទូទៅក្នុងសង្គមលក្ខណៈផ្លូវសាសនាដូចគ្នាផ្លូវសាសនាព្រះពុទ្ធពេលដែលយើងទៅវត្តយើងដាក់បាតនេះគឺយើងឧទ្ទិសនេះគឺរំលឹកយើងធ្វើបុណ្យយើងឧទ្ទិសទៅកាន់បុព្វការីជនគឺជាគុណធម៌គេរំលឹកជាគុណធម៌យើងរំលឹកយើងធ្វើបុណ្យយើងរំលឹកឈ្មោះណាឬក៏ឧទ្ទិសបាំងស្គលឧទ្ទិសទៅកាន់នេះនឹងចុះសាសនាដទៃគេរំលឹកដែរប៉ុន្តែគេអត់រំលឹកឧទ្ទិសផ្ទាល់ទេគេសុំពរពីព្រះរាសាសនាគ្រឹះឬសាសនាដទៃសាសនាអ៊ីស្លាមហ្នឹងទៅគេសុំឲ្យព្រះវិញគេសុំឲ្យព្រះហ្នឹងណាតាមថែរក្សាណាគេអត់សុំឲ្យផលបុណ្យគេសុំឲ្យព្រះតាមថែរក្សាអ្នកដែលណាបាននេះនឹងនាំសូមព្រះទទួលយកគាត់ឲ្យទៅនៅក្នុងទ្វារឋានសួគ៌អញ្ចឹងទៅអាហ្នឹងគេរំលឹកដូចគ្នារំលឹកជាគុណធម៌ណារំលឹកជាគុណធម៌អញ្ចឹងសូនតារាដឹងថាថៃមិនដោះលែងដឹងថាឪពុករបស់ខ្ញុំហ៊ុនសែនកាន់តែសង្កត់សង្កន់ប៉ុន្តែខ្ញុំត្រូវតែនិយាយខ្ញុំត្រូវតែរំលឹកពីព្រោះនេះជាគុណធម៌នៅក្នុងសាសនាក៏ដោយ
ពេលដែលយើងទៅធ្វើបុណ្យយើងរំលឹកនេះមនុស្សដែលយើងដឹងគុណគឺរំលឹកខ្ញុំរំលឹកឈ្មោះឪពុករបស់ខ្ញុំហើយតាំងឲ្យជនរងគ្រោះទាំងអស់នៅក្នុងប្រទេសកម្ពុជាដែលអយុត្តិធម៌ជាគុណធម៌ក្នុងនាមជាកូនខ្ញុំរំលឹកឈ្មោះទេហ៊ានអត់ស្គាល់ឈ្មោះប៉ុន្តែជាទេហ៊ានជាប់គុកនៅប្រទេសថៃទាំង18នាក់គឺតាំងឲ្យការពារជាតិទឹកដីខ្ញុំដឹងគុណកងទ័ពដូចដែលនៅស្រុកបារាំងគេធ្វើវិមានអគុណកងទ័ពនៅស្រុកអាមេរិកគេធ្វើវិមានអគុណកងទ័ពណារិចតារា Register ស៊ីថានៅក្នុងចិត្តខ្ញុំវាមានកងទ័ពនៅក្នុងចិត្តតាមរយៈសម្ដីរបស់ខ្ញុំសំណេររបស់ខ្ញុំរំលឹកឲ្យដោះលែងយុទ្ធជនទោះបីជាដឹងថាថៃមិនដោះលែងក៏ដោយប៉ុន្តែការរំលឹករបស់ខ្ញុំគឺជាគុណធម៌មែនទេបងប្អូនសូម្បីតែបងប្អូនប្រៀបធៀបរវាងសូនតារាហើយហ៊ុនម៉ាណែតគូខុសគ្នាដាច់ដូចមេឃដីរវាងគុណធម៌ជាមនុស្សទោះបីជាខ្ញុំនៅកំឡោះអត់មានប្រពន្ធជាអ្នកស្រឡាញ់ធម៌អាដូចហ៊ុនម៉ាណែតទេហ៊ុនម៉ាណែតប្រពន្ធគាត់ជាអ្នកស្មោះស្ម័គ្រជាមួយព្រះពុទ្ធសាសនាទេបើតាមខ្ញុំគិតទេណាតែសូនតារាគិតដូចមិនសូវខុសប្រហែលអារូបសំណាក់ព្រះនៅពលានយន្តហោះនឹងប្រហែលជាកំណត់ផ្ដួចផ្ដើមរបស់បដិជគុណគូសុភាពហើយត្រូវបានគ្រប់គ្រងដោយភរិយាហ៊ុនម៉ាណែតនិងគ្រប់គ្រងដោយហ៊ុនម៉ាណែតនិងក្រុមសម្ដេចសង្ឃផ្សេងហ្នឹងសាងសង់ឡើងព្រះអ្នកដែលសប្បាយចិត្តជាងគេគឺបដិជគុណគូសុភាពឯនោះមិនយកធម្មតាពេលណាដែលយើងស្នើអីមួយគេធ្វើតាមអាហ្នឹងគឺសប្បាយណាតាមខ្ញុំយល់ទេណាមែនទេប៉ុន្តែទោះយ៉ាងណាក៏ដោយបងប្អូនរូបគាត់ជាតំណាងទេរូបគាត់ជាតំណាងគាត់ជាតាងទេអាពិតប្រកបធម៌ពិតប្រកបណាគឺជាវិន័យតាគឺជានៅក្នុងចិត្តរបស់មនុស្សតាទោះជាមានធម៌ទោះជាមានរូបពុទ្ធប៉ុណ្ណានៃក៏ដោយបើងើបមួយវាយមួយចឹងមិនខ្ញុំថាវាអត់សំខាន់ទេមែនទេបងប្អូនហេតុបើខ្ញុំថាមិនសំខាន់អារូបអីហ្នឹងវាគ្រាន់តែជាតាំងស្បង់ចពោកោសក់ហើយនឹងរូបព្រះដែលធ្វើអំពីថ្មក្តីធ្វើអំពីសម្រិទ្ធក្តីសិលផន្តរិទ្ធអង្គធ្វើអំពីឈើក្តីគ្រាន់តែតាំងទេអាធម៌ពិតប្រកបទៅក្នុងចិត្តឯណោះបងប្អូនណាបើកណាចិត្តយើងអត់មានធម៌ទៅហើយទោះជាយើងធ្លាប់បួសទោះជាអីក៏ដោយខ្ញុំនិយាយរឿងធ្លាប់បួសតិចព្រោះយើងនិយាយពីគុណធម៌និយាយពីគុណធម៌គឺយើងត្រូវតែនិយាយភ្ជាប់ជាមួយនឹងគុណធម៌ពុទ្ធសាសនាបងប្អូនដឹងប៉ុលពតបួស2ឆ្នាំហើយស្ដាប់សូនតារាកើនបញ្ញាមានតែកើនចំណេះដឹងអ្នកខ្លះមិនដឹងមិនដឹងបងប្អូនស្គាល់តាមុកសាហាវណាស់បងប្អូនណាសាហាវជាងប៉ុលពតទៅទៀតរហូតដល់ឆ្នាំ97ហ្នឹងគឺតាមុកចាប់ប៉ុលពតដាក់គុកក្នុងផ្ទះតាមុកដូចជាបួស4ឆ្នាំណាបងប្អូនតាមុកហើយតាមុករៀនចេះត្រីបីដកគម្ពីរធម៌ច្រើនណាបងប្អូនមើលតាមុកក្រោយពីបួសនៅវត្តក្រុងភ្នំពេញក្រោយពីរៀនចេះត្រីបីដកច្រើនហើយខ្លាយជាឃាតករប៉ុលពតបងប្អូនរៀននៅវត្តបួស2ឆ្នាំខ្លាយជាឃាតករនៅក្នុងរចនាសម្ព័ន្ធមេដឹកនាំឃាតករពួកប៉ុលពតភាគច្រើនណាមិនថាភាគច្រើនអោកម្ពូលនោះគ្មានណាក្រៅពីប៉ុលពតនឹងតាមុកហើយបួសពាក់ស្បង់ចពោប៉ុន្តែយើងមើលទៅសម្រាប់មនុស្សមើលចឹងមិនថាវាអត់សំខាន់ទេបងប្អូនវាអត់សំខាន់ថាតើនៅប្រទេសកម្ពុជាមានរូបព្រះប៉ុណ្ណាទេប៉ុន្តែមនុស្សទាំងអស់នេះវាបិសាចមែនទេបិសាចចឹងមកនេះខ្ញុំត្រឡប់ទៅវិញនិយាយរឿងគុណធម៌ថាអ្នកស្រុកខ្មែរយើងនៅតាមព្រំដែនដែលមានភូមិព្រៃច័ន្ទជាឧទាហរណ៍នឹងរងគ្រោះសារថៃពិតណាប៉ុន្តែខ្ញុំសូនតារាក្រុមគ្រួសារខ្ញុំរងគ្រោះសារហ៊ុនសែនឪពុកខ្ញុំជន់សូត្រង់បំផុតជាប់គុកហើយខ្ញុំនិយាយខ្ញុំរំលឹកកងទ័ពក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរខ្ញុំសង់វិមានដឹងគុណកងទ័ពការពារជាតិនៅក្នុងចិត្តគឺតាមរយៈរំលឹកខ្ញុំរំលឹកឈ្មោះឪពុករបស់ខ្ញុំក្នុងនាមខ្ញុំជាកូនហើយវាជាគុណធម៌ដោយដែលខ្ញុំបានលើកឡើងបាញ់មិញអញ្ចឹងមនុស្សដែលស្លាប់ដោយបកូណាសេអនុគេសង់រូបដើម្បីរំលឹកបុណ្យឯករាជ្យដើម្បីរំលឹកពេលដែលយើងទៅវត្តណាគឺយើងឧទ្ទិសគឺដើម្បីរំលឹកមែនទេរំលឹកគឺជាគុណធម៌ប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាគីអានស្រាត់ខោចិនផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតប្រធានបទទី3ចុងក្រោយបាទ
សុំទោសអួតបងប្អូនមុននឹងនិយាយរឿងអួតចាំរូបមន្តសូនតារាសិនអួតគឺអត់ប្រុសធំហាណាពេកខ្លែងខ្លាយគឺដូចពិតខ្លែងខ្លាយគឺដូចពិតឧទាហរណ៍រូប AI គេថាហ្នឹងខ្លែងខ្លាយទេយកទៅដូចពិតហ្នឹងបើវាអត់ដូចពិតសោះមែនទេរំមិតអូមិនគេហៅថាខ្លែងខ្លាយផ្កាកំពុកផងខ្ញុំដកស្រង់សម្ដីអ្នកនាំពាក្យរបស់ហ៊ុនដែលធ្លាប់និយាយថាមុនពេលសង្គ្រាម5ថ្ងៃណាគ្មានសម័យណាដែលថៃខ្លាចរអាញាក់សាច់ទៅត្រឹកខ្មែរដូចសម័យដាច់ជូឡើយខ្ញុំកាលនោះខ្ញុំគ្រាន់តែឃើញអញ្ចឹងខ្ញុំសេតបត់មួយខ្ញុំថាអួតគឺអត់ខ្លែងខ្លាយគឺដូចពិតហើយណាឲ្យតែហ៊ាននិយាយអញ្ចឹងខ្ញុំលើករឿងឆាវខ្ញុំលើករឿងឆាវបងប្អូនរឿងឆាវមិនទេខ្ញុំធ្លាប់និយាយម្ដងបងប្អូនអត់ចាំតែខ្លះក៏ចាំឆាវត្រូវខុងមិញហើយនឹងសុនឈៀនចាប់ដៃគ្នាវាយអានីសាលូណាពេលហ្នឹងគាត់រត់ទៅនគរវិញយកប្រាអាយុពេលដែលគាត់រត់គាត់បានសោកចំអកឲ្យខុងមិញថាអូខុងមិញឈួតអត់ដឹងតែអញរត់ទៅឯណាផងណែសម្បត្តិមីចបើសិនអញជាខុងមិញអញដាក់បកប់តបទៅនឹងអញរត់ទៅឯណារួចគ្រាន់តែគាត់សោចហើយទៅហ៊ានដេញមកងាប់តបអស់20នាក់ចុងក្រោយហ្នឹងគាត់រត់ទៅទៀតគាត់រត់ទៅដល់កន្លែងនោះវាល្វឹងគាត់ថាអូបានអញដឹងតែខុងមិញល្ងងទៀតបើវាដាក់តបតែកន្លែងហ្នឹងណាអញរត់ទៅឯណារួចគាត់សោចទៀតស្រាប់តែគាត់សោចព្រួយបាញ់ពុជរត់បាសដៃបាសជើងទៀតដល់ចំណុចទី3អ្នកណាធ្លាប់មើលរឿងសាមកុកខ្ញុំនិយាយត្រូវខុងមិញគាត់និយាយថាងាប់អញឆ្លងរូងភ្នំនេះណាខុងមិញល្ងងវាអត់ជាប្រកបតបគាត់តែប្រុងសោចពួកនឹងភ័យបងប្អូនពួកនឹងភ័យមកតែហ៊ានថាអូយលោកឧបរាជលោកម្ចាស់ឈប់សោចទៅលោកម្ចាស់មិនឲ្យទៅលោកម្ចាស់សោចទៅណាដឹងតែតបនឹងបាញ់គ្នាយើងងាប់ចាប់គ្នាយើងមកលោកម្ចាស់មេតាអំបកុំសោចទៅណាឆាវគាត់ថាទៅខ្លាចអីគាត់សោចទៀតគាត់ទៅសោចអះទៀតតបមកដេញទៀតសល់ប្រហែលជាប្រមាណទៅហ៊ាន10នាក់រត់ផាសកញ្ញាងាប់ប្រមាណអ្នកទៀតដល់លោកក្រោយលែងសោចមកណាលែងសោចចូលដល់ចលងភ្នំនឹងសោចចុងក្រោយចន្ទាក្រឹមសោចលើកទី4ចូលដល់ចលងភ្នំហ្នឹងគេថាទើបអញទើបដឹងតែខុងមិញវាល្ងើមែនទេបើសិនជាអញជាខុងមិញណាអញយកតបមកដាក់បិទខ្ទប់តាចលងហ្នឹងអញរត់ទៅឯណារួចគាត់សោចអះពួកហ្នឹងវាថាអូឲ្យតែលោកម្ចាស់សោចឲ្យតែលោកឧបរាជសោចដឹងតែមានរឿងមែនអានឹងមានរឿងធំរឿងអីគាត់សោចអីសោចងើយកតម្លាក់មកវិញគួនអ៊ីនៅមុខអាមេតបខ្លាំងបំផុតរបស់លាវប៉ៃខុងមិញបញ្ជាមកស្ទាក់ផ្លូវហ្នឹងពេលហ្នឹងបាក់ស្បាទាំងបាក់ស្បាដូចគ្នាខ្ញុំធ្លាប់និយាយម្ដងពេលនោះគាត់តែគេទៅសើថាថៃខ្លាចហ៊ុនសែនខ្ញុំថាជាមួយបងថៃវាយមែនបងប្អូនអត់ខុសមានអ្នកខ្លះអត់ចាំប៉ុន្តែមានអ្នកចាំគេនៅចាំខ្ញុំនិយាយក្នុងអត្ថបទខ្ញុំអំសាយតលខ្ញុំសរសេរថាបើកណាយើងទៅឈឺយើងប្រអួតក្នុងកំឡុងដែលយើងមិនចេះថ្លឹងខ្លួនឯងណា Skyler Wood គឺច្បាស់ជាត្រូវហើយបងប្អូនលើខ្ញុំនិយាយនៅក្នុងប្រធានបទទី3នេះនឹងបន្តិចហើយជាគតិបណ្ឌិតអ្នកខ្លះសោចគឺដោយសារធ្លាប់មើលរឿងសាមកុកអ្នកមើលរឿងសាមកុកគាត់ថាសូនរានិយាយត្រូវ100 លើ 100 អត់មាន99ទេណា100 លើ 100ឆាវឲ្យតែសោចឲ្យដូចគ្នាបងប្អូនហ៊ុនសែនណាឲ្យតែគាត់អួតរឿងអីដឹងតែអានឹងគឺចេញមកគឺថាគេហៅចង្រៃគេហៅមាត់ចង្រៃហ្នឹងបងណាឆាវមាត់ចង្រៃហ្នឹងហើយឥឡូវខ្ញុំនិយាយអំពីគតិបណ្ឌិតមួយក្នុងបំណងល្អខ្ញុំនិយាយពីគតិបណ្ឌិតក្នុងបំណងល្អណាវាខ្ញុំចង់ជម្រាបសម្ដេចថាចេះឆ្នាំងណាគ្រប់នឹងមន្ត្រីដែលបម្រើការ
របស់សម្ដេចគឺវាឆ្លុះបញ្ចាំងពីអត្តចរិតរបស់សម្ដេចពីព្រោះមន្ត្រីមិនអាចធ្វើអ្វីផ្ទុយអំពីចំណូលចិត្តរបស់មេដឹកនាំបានឡើយណែបើកណែមន្ត្រីធ្វើអ្វីស្របតាមចំណូលចិត្តរបស់មេដឹកនាំរាល់សម្ដីរបស់មន្ត្រីគឺសុទ្ធតែคล้ายៗម្ដងទៀតបងប្អូនណាពាក្យហ្នឹងគឺពាក្យគតិបណ្ឌិតដែរបាទរាជសាស្ត្រពាក្យហ្នឹងពាក្យគតិបណ្ឌិតដែរបើរាល់មន្ត្រីទាំងឡាយណាដែលនិយាយឬក៏ធ្វើអ្វីស្របតាមចំណូលចិត្តរបស់មេដឹកនាំរាល់សម្ដីរបស់មន្ត្រីទាំងអស់នោះគឺคล้ายគឺคล้ายសុទ្ធតែមិនចឹងសូនតារាខ្ញុំលើកឧទាហរណ៍ឲ្យមួយទៀតនេះរឿងស្ដេចសង្គ្រាមរឿងអក្សរសិល្ប៍ចិនព្រោះខ្មែរយើងអត់សូវសម្បូររឿងមើលឬស្ដេចសង្គ្រាមឧបរាជមហាថ្លឹកនឹងគឺកាន់អំណាចខ្លាំងដោយសារស្ដេចអាយុ10ឆ្នាំនៅក្នុងកណ្ដាប់ដៃអញ្ចឹងគ្រប់គ្រងស្ដេចបញ្ជាមន្ត្រីទាំងអស់ហើយប្រើឱកាសខ្លួនឯងគ្រប់គ្រងស្ដេចកុំចាត់យកគំនុំផ្ទាល់ខ្លួនទៅកុំចាត់សម្រាប់មន្ត្រីស្លូតត្រង់ចូលទាំងអស់ពេលនោះថ្ងៃមួយឧបរាជនឹងបានហៅមន្ត្រីក្នុងរាជវាំងទាំងអស់ហើយយកទុនសាយតាមខ្ញុំចាំយកទុនសាយឬក៏យកគោឯងមែនទេតែឧទាហរណ៍នេះក៏ជាឧទាហរណ៍ដូចយកទុនសាយត្រង់មួយមកសួរមន្ត្រីទាំងអស់សួរថាមើលលោកមន្ត្រីទាំងអស់លោកមន្ត្រីទាំងអស់លោកមកឧបរាជនឹងសួរតើសត្វក្នុងទ្រុងនេះគឺជាសត្វអ្វីអាទុនសាយក្នុងទ្រុងហ្នឹងណាគឺជាសត្វអ្វីសម្ដេចហុងទេពចូលនិយាយឲ្យត្រង់នេះបើអ្នកណានិយាយមិនពិតប្រហារជីវិតកុកីធំភូមិពេលនោះមនុស្សអល់ឯកអត់ហ៊ានថាបងប្អូនអត់ហ៊ានថាសត្វអីអាទុនសាយហ្នឹងទុនសាយហ្នឹងណាមែនទេមានមន្ត្រីមួយរូបឆ្លាតមន្ត្រីនឹងឆ្លាតបងប្អូនណាអត់ឆ្លើយទេក៏សួរទៅវិញថាចុះលោកឧបរាជយល់ថាសត្វនឹងជាសត្វអីដែរមែនទេឧបរាជគាត់និយាយថាវាគឺជាសត្វដំរីអាទុនសាយវាគឺជាសត្វដំរីឧបរាជថាចឹងពួកឧបរាជហ្នឹងវាកាន់អំណាចបញ្ជាស្ដេចដល់តែពេលហ្នឹងឧបរាជចាប់ដើមសួរឥឡូវអស់លោកមន្ត្រីតើសត្វហ្នឹងជាសត្វអីមន្ត្រីក្នុងវាំងទាំងអស់ថាជាសត្វដំរីសត្វដំរីមិនចឹងពីព្រោះវានិយាយតម្រូវចិត្តឧបរាជបើនិយាយខុសពីហ្នឹងវាដាច់ក្បាលបងប្អូនទៅមើលរឿងអាវុធទីស្ដេចសង្គ្រាមអាហ្នឹងជាអក្សរសិល្ប៍ប៉ុន្តែវាឆ្លុះបញ្ចាំងពីសង្គមបងប្អូនណាអ្វីដែលសូនតារានិយាយគឺកើនចំណេះដឹងគឺឆ្លុះបញ្ចាំងពីសង្គមណាដូចគ្នាបើនៅក្នុងប្រទេសកម្ពុជាណាវាតម្រូវឲ្យលើកជើងវាតម្រូវឲ្យតែងតាំងងារវាតម្រូវឲ្យសរសើរវាតម្រូវឲ្យនិយាយស្របឲ្យហ៊ុនសែនសបាយឲ្យហ៊ុនម៉ាណែតសបាយណាអញ្ចឹងមន្ត្រីដែលនៅជុំវិញទោះជាមានទីប្រឹក្សាមានអ្នកខ្លាំងមានអ្នកប្រាជ្ញាមានអ្នកឆ្លាតយ៉ាងណាក៏ដោយក៏គេមិនអាចនិយាយការពិតបានដែរគឺគេនិយាយការពារផលប្រយោជន៍គេនិយាយដើម្បីឲ្យហ៊ុនសែនសបាយឲ្យហ៊ុនម៉ាណែតសបាយដើម្បីឲ្យគេបានប្រយោជន៍ពីពួកតំណែងរបស់គេនឹងវាកើតពីហ៊ុនសែនហ៊ុនម៉ាណែតសបាយនេះមិនមែនកើតពីសមត្ថភាពទេមានតំណែងអ្នកនាំពាក្យខ្លះនៅក្នុងរដ្ឋាភិបាលតំណែងមន្ត្រីរដ្ឋមន្ត្រីតំណែងទីប្រឹក្សាខ្លះវាមិនមែនកើតពីសមត្ថភាពហ៊ុនសែនក៏មិនដែលទៅប្រើប្រាស់ទៅតែងតាំងមនុស្សមានសមត្ថភាពទេគឺវាកើតមកពីហ៊ុនសែនសបាយថាអានឹងនិយាយទៅវាធ្វើឲ្យអញនេះនិយាយលើកពងអញឬក៏វាកើតចេញពីហ៊ុនសែនបង្ក្រាបមានតំណែងទីប្រឹក្សាតំណែងរដ្ឋមន្ត្រីខ្លះគឺហ៊ុនសែនតែងតាំងហ្នឹងគឺបង្ក្រាបដាក់ងារឲ្យជារដ្ឋមន្ត្រីអមអញ្ចឹងទៅដើម្បីឲ្យអ្នកនឹងបិទមាត់ឲ្យអ្នកនឹងបំរើគាត់កុំឲ្យអ្នកនឹងចូលរួមនៅក្នុងសង្គមយុត្តិធម៌មែនទេមានន័យថាគាត់យកអ្នកនឹងទៅបោះចោលមួយដាក់ក្នុងឡមួយ
ឲ្យបុនសាហែងឲ្យសបាយឲ្យដើរមោទនភាពចឹងទៅមានន័យថាគាត់កំចាត់បានម្នាក់មានពេលខ្លះតំណែងគឺជាការបង្ក្រាបបងប្អូនគឺជាការកំចាត់ណាចិនដែរខឹមបងប្អូនខ្លះដែរមើលរឿងហ្នឹងរឿងហើយតិចច្រឡំអសូនរាញនិយាយលេងនិយាយពិតរឿងស្ដេចសង្គ្រាមនេះតែចុងក្រោយឧបរាជហ្នឹងត្រូវដូចជាមហាក្សត្រយ៉ានីធ្វើធៀបខ្លាំងហ្នឹងណាឧបរាជហ្នឹងគឺថាវាដូចថាដណ្ដើមអំណាចពីស្ដេចណាតែងតាំងស្ដេចអាយុ10ឆ្នាំស្ដេចមានចេះអីដល់ទៅពេលអញ្ចឹងចាប់ស្ដេចដាក់ក្នុងទ្រង់បញ្ជាដល់ទៅពេលបញ្ជាថ្ងៃមួយហ្នឹងគឺគាត់ចង់ពង្រឹងអំណាចរបស់ខ្លួនហ្នឹងយកទុនសាយមកសួរមែនទេសួរហ្នឹងសាច់អីអាណាថាទុនសាយយកទៅបហាជីវិតកាត់ក្បាលបាត់អាហ្នឹងស៊ីថាដល់ទៅពេលអញ្ចឹងមានមន្ត្រីឆ្លាតហ្នឹងសួរថាចុះលោកឧបរាជយល់ថាសត្វហ្នឹងជាសត្វអីដែរមើលឃើញនៅសត្វអីដែរឧបរាជថាគឺជាសត្វដំរីអញ្ចឹងមន្ត្រីក្នុងវាំងទាំងអស់ថាដំរីមែនទេបងប្អូនដំរីអញ្ចឹងត្រឡប់មកវិញបងប្អូនណាអាហ្នឹងហៅថាភាសាកតិបណ្ឌិតរបស់សូនរានេះគឺខ្ញុំជួយទៅរដ្ឋាភិបាលទេខ្ញុំជួយថាបើកាលណាយើងនិយាយអ្វីមួយវានាំឲ្យមហន្តរាយស៊ូកុំនិយាយហើយនេះមហន្តរាយប្រទេសជាតិដូចជាសម្ដីដែលនិយាយថាថៃខ្លាចបងប្អូនណាអាពាក្យថាថៃខ្លាចហ៊ុនសែនណាគ្មានសម័យណាថៃខ្លាចហ៊ុនសែនដូចសម័យថៃខ្លាចខ្មែរដូចសម័យនេះអាពាក្យហ្នឹងហើយដែលវាសុសសាយវាចូលទៅក្នុងខួរក្បាលថៃហើយធ្វើឲ្យថៃប្រមានណាឲ្យមេរៀនណាបងប្អូនឲ្យមេរៀនសម្ដីហ្នឹងណាបើនៅពីដើមមកបងប្អូនសម័យ30កុកសម័យនេះហ្នឹងណាគេយកអាមន្ត្រីហ្នឹងដែលសរសើរដែលនាំឲ្យកើតសង្គ្រាមហ្នឹងណាគេយកទៅបហាជីវិតបាត់ហើយបងប្អូនទីអខ្លះដឹងថាអាពាក្យថាគ្មានសម័យណាដែលថៃខ្លាចហ៊ុនសែនជាងសម័យហ្នឹងអាសម័យហ្នឹងហើយដែលធ្វើឲ្យពាក្យហ្នឹងហើយដែលនាំឲ្យកើតចូលរួមចំណែកនៅក្នុងការកើតសង្គ្រាមបូកជាមួយនឹងហ៊ុនសែនគាត់ចូលគាត់ថាចំនេះអានេះគឺស្របគេធ្វើតាមចិត្តតម្រូវឲ្យស្របតាមចិត្តហ៊ុនសែនបូកហ៊ុនសែនចូលផងថាចំអញអួតតិចសិនមាននរណាដល់តែចេញពាក្យហ្នឹងមកគាត់ក៏ចង់ធ្វើថាអញឲ្យឃើញថាមិនមានយុគសម័យណាតាំងពីសម័យអង្គរមកហ្នឹងគ្មានថៃណាញើទេគាត់ក៏សម្បើមទៅគាត់ក៏ចេញសម្លេងនេះយកទៅថៃទៅគាត់ឌឺដងទៀតទៅអានោះដាក់ប្រាវ5ថ្ងៃឥឡូវបត់ជើងថ្វាយគុំប្រោកមែនទេខន្តីអត់ធ្មត់ខន្តីធ្មត់ឲ្យទៅអរួចសំរងស៊ីគាត់និយាយពិតទៅផុសរូបកាត់រូបសំរងស៊ីចែកគ្នាជេរបចៅពេញស្រុកដល់កណ្ឌិថានិយាយអត់អីលីងហើយសំស៊ីអត់ឲ្យកាត់ដីណាសំស៊ីថាកុំច្បាំងប្តឹងមែនទេកណ្ឌិថានេះថាកាត់ដីទៅហើយកុំច្បាំងដកថយចេញមកទ័ពយើងមិនដល់គេទេអត់អីអញ្ចឹងណាបងប្អូនឥឡូវនេះបានខ្ញុំចង់បញ្ជាក់ថាកតិបណ្ឌិតសម្ដីសូនតារានឹងបើកាលណាមន្ត្រីនេះនិយាយធ្វើឲ្យមេដឹកនាំសបាយតម្រូវចិត្តបញ្ជោមេដឹកនាំណាគឺជាមហន្តរាយជាសម្ដីคล้ายអញ្ចឹងមកខ្ញុំលើកអសរសិលចិនហ្នឹងហេតុអីទុនសាយសោះប៉ុន្តែបើមន្ត្រីបើមេដឹកនាំថាយល់ថាវាជាតម្រៃយើងមិនអាចថាកុសនឹងបានទេហ៊ុនសែនអន់សោះបងប្អូនអន់ខ្លាចបាក់ស្បាតញ័រទៅទ្រុនប៉ុន្តែត្រូវតែថាអញ្ចឹងពីព្រោះតំណែងដែលបានហ្នឹងមិនមែនតំណែងបានមកអំពីសមត្ថភាពទេតំណែងបានមកពីហ៊ុនសែនសបាយបានមកពីបញ្ជោហ៊ុនសែនតើអេរិកឈរអញ្ចឹងបានខ្ញុំនិយាយត្រឡប់ទៅវិញថានេះសម្ដីមួយម៉ាច់ចូលរួមចំណែកនៅក្នុងសង្គ្រាមចូលរួមចំណែកនៅក្នុងការដែលធ្វើឲ្យថៃបោះបលាលុះឆាឆៅយកប្រាសាទហ្នឹងណាគឺត្រង់ថាថៃខ្លាចប្រទេសគេប្រប៉ុណ្ណានៃមិនដូចនិយាយតាមកណ្ឌិថាចុះគឺអាវុធបច្ចេកវិទ្យាវាមានលុយទិញអាវុធទំនើបសេដ្ឋកិច្ចវាធំប្រជាជនគេធំហើយយើងទៅនិយាយទៅថាគេខ្លាចហ៊ុនសែនគេមិនខឹងហើយគេមិនខឹងហើយដូចចឹងគេប្រមានឥឡូវនេះគេប្រមានណាមិនទេថៃមិនដែលបើយើងនិយាយប្រវត្តិសាស្ត្រថៃមិនដែលធ្វើដល់ថ្នាក់ហ្នឹងបងណាទោះជាតាំងពីជំនាន់នៅបារាំងពីជំនាន់អង្គឌួងជំនាន់សម័យលោកម្ចាស់ជំនាន់បកូណាសេអនុជំនាន់ប៉ុលពតជំនាន់លុនណុលជំនាន់នេះថៃវាមិនដែលទៅធ្វើឲ្យដល់ថ្នាក់ហ្នឹងទេបងប្អូនណាវាមានជំនាន់ជំរុំបិទប្រព័ន្ធផ្សព្វផ្សាយលួចចាប់ខ្មែរយើងមកចាក់អន្តោប្រវេសន៍អានេះជារឿងធម្មតាសម្រាប់ប្រទេសមួយដែលកំពុងតែមានវិវាទជាមួយគ្នាសម្បីតែអាមេរិកហ្នឹងដូណាល់ត្រាំហ្នឹងក៏គាត់មានប៉ូលីស ICE ហ្នឹងដេញចាប់ហើយធ្វើរបងព្រំដែនកុំឲ្យចូលនៅប្រទេសមួយគេការពារព្រំដែនអានឹងយើងចាត់ទុកថាជារឿងខូខើតែវាមិនហួសហេតុ
ខាងខ្លាទេតែវាយើងទទួលខូខើរំលោភសិទ្ធិមនុស្សប៉ុន្តែបើយើងយកខ្លួនទៅដាក់ក្នុងនាមជាប្រទេសនឹងវិញគឺវាជាការពារបូរណភាពទឹកដីនៅនេះដូចអាមេរិកអូស្ត្រាលីហ្នឹងពីមុននៅអូស្ត្រាលីហ្នឹងមានជនភៀសខ្លួនជិះបតែទឹកទូកប្រមាណ100នាក់ហ្នឹងអូស្ត្រាលីអត់ទទួលខ្មែរទទួលហ្នឹងហើយរូបថតដល់ល្បីគឺមានកុមារម្នាក់ស្លាប់មិនដែលទៅ